Bạn, số sấy đó nia, buồn một chút cho mà đón tiết đấy. Sốc tụcយ៉ាងណាដែរបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំគឺសុខទុក្ខធម្មតាទេហើយថ្ងៃនេះក៏ដូចជាសពដងដែរខ្ញុំក៏មានរឿងរ៉ាវមួយដែលវាបានការចែករំលែកពីបងស្រីម្នាក់ហើយបងស្រីក៏គាត់បានបញ្ជាក់ដែរថារឿងនេះគឺកើតឡើងនៅពេលដែលគាត់បានទៅចាំចការមកកន្លែងហើយនៅពេលដែលគាត់ទៅចាំចការនេះហើយដែលគាត់បានជួបហេតុការណ៍មួយចំនួនណាហេតុការណ៍រន្ធត់មែនទែនសម្រាប់គាត់ហើយនៅពេលដែលគាត់ជួបហេតុការណ៍ហើយគាត់ដឹងរឿងតាក់ទងជាមួយនឹងចការហ្នឹងគាត់ថាគឺគាត់របៀបថាគាត់ភ័យដែរណាប៉ុន្តែគាត់ថាគាត់អាចរស់នៅក្នុងចការហ្នឹងបានយូរគួរសមមកដល់ឥឡូវហ្នឹងក៏គាត់នៅចការហ្នឹងដូចគ្នាហើយក្រោយៗមួយទៀតមកគាត់ថាលែងសូវលងគាត់អីចឹងទៅលែងសូវចេញមកលងគាត់ណាហើយមិនមែនតែកន្លែងដែលគាត់នៅក្នុងចការហ្នឹងទេសូម្បីតែកន្លែងស្នាក់របស់គាត់ក៏ជួបរឿងហេតុការណ៍ដែរហ្នឹងហើយទាំងអស់គ្នាឥឡូវយើងមកចូលសាច់រឿងរបស់បងស្រីទាំងអស់គ្នាបងស្រីមីគាត់ថាគាត់គឺជាអ្នកដែលទៅចាំចការគេប៉ុន្តែមុននឹងចាំចការគេខ្ញុំនិយាយពីប្រវត្តិគាត់បន្តិចមុននឹងចាំចការគេគាត់ហើយនឹងប្តីគឺរស់ស៊ីបែកគ្នាតែប្តីរបស់គាត់នឹងទៅរស់ស៊ីផ្សេងទៅគាត់នឹងមករកស៊ីផ្សេងធ្វើការផ្សេងគ្នានៅពេលដែលគាត់ទៅរកការងារផ្សេងគ្នាអញ្ចឹងគាត់ថាពិបាកមែនតើតែសារគាត់ខ្លាចប្តីរបស់គាត់មានស្រីមានអីផងណាអញ្ចឹងគាត់ថាពេលមួយគាត់ក៏ទៅធ្វើសំណងជាមួយនឹងគ្នាដោយទុកកូនរបស់គាត់នឹងឲ្យម្ដាយរបស់គាត់មើលទៅហើយពេលហ្នឹងការធ្វើសំណងរបស់គាត់ពីមួយទៅមួយពេលខ្លះទៅក៏ហើយមេនឹងឲ្យលុយទៅពេលខ្លះក៏មិនឲ្យលុយខ្វះតិចតួចអីចឹងគាត់ថាពេលហ្នឹងគឺពិបាកមែនតើការងារពិបាកហើយលុយពេលខ្លះក៏មិនគ្រប់ឲ្យគាត់ដែរអញ្ចឹងគាត់ថាពេលហ្នឹងគឺពួកគាត់គិតគ្នាហើយតើពួកគាត់ត្រូវធ្វើអីទៀតបើសិនជានៅតែអញ្ចឹងពួកយើងទប់ទល់អត់បានទេហើយណាមួយយើងក៏ត្រូវផ្ញើកូនជាមួយនឹងម្ដាយដែរហើយបើសិនជាយើងធ្វើការនៅកន្លែងណាមួយនឹងថឹងកូនក៏យើងអាចមើលបានអីចឹងទៅពេលហ្នឹងគឺគាត់គិតមែនតើប៉ុន្តែអត់មានអីត្រូវទៅរកពឹងអ្នកណាបានទេគឺពេលហ្នឹងគឺគាត់តែខ្លួនឯងតែប៉ុណ្្នឹងឯងបានត្រឹមតែគិតទេចង់រកវិធីណាមួយដើម្បីជួយដើម្បីឲ្យដោះស្រាយបញ្ហាហ្នឹងប៉ុន្តែគាត់ថាពិបាកមែនតើប៉ុន្តែថ្ងៃមួយគាត់ថាគាត់ទៅផ្ទះណាគាត់ទៅផ្ទះត្រឡប់ពីអាសំណងរបស់គាត់ទៅផ្ទះវិញគាត់ថាពេលនេះក៏មានអ្នកចិត្តខាងរបស់គាត់ណាមកចូលមកសួរគាត់ថាអមីឯងចង់ទៅចាំចការអត់ព្រោះកូនក្មួយឯងគេរហូតអ្នកចាំចការគេយកទៅគ្រួសារហ្មងឲ្យតែព្រមទៅហើយនៅពេលដែលគាត់សួរតម្លៃថ្លៃធ្នូទៅគឺគេគិតប្រាក់ខែម្នាក់ណាគាត់ថាពេលហ្នឹងគឺបានប្រហែលជាអាចខ្ទង់អើយម្នាក់80,000ទៅហើយយើងទៅជាគ្រួសារទៅទៀតហើយពេលហ្នឹងគឺគេមានរបបអង្គរបបអីឲ្យនិយាយប្រមាត់ទៅគឺស្ដាប់ទៅអាចទទួលយកបានណាហើយពេលហ្នឹងបងមីក៏សួរថាប្រកាសអត់ថាបានប្រាក់ខែប៉ុណ្ណឹងឬមួយក៏តិចជាងហ្នឹងអីចឹងទៅប៉ុន្តែបងមីក៏ថាទោះជាតិចជាងហ្នឹងក៏គាត់ព្រមទៅដែរដោយសារគាត់កំពុងតែរកការងារដែលអាចធ្វើការជាគ្រួសារហើយអាចនៅជារបៀបថានៅជុំនៅកូននៅប្តីនៅប្រពន្ធហ្នឹងទៅហើយពេលហ្នឹងបងមីឆ្លើយដល់អត់តាក់ទើទេគាត់ថាគាត់ព្រមទៅគាត់នៅលើបែបហ្នឹងភ្លាមអ្នកមកសួរគាត់ហ្នឹងគឺសប្បាយចិត្តគេទេទៅរកបងប្អូនកូនក្មួយគេផ្លែនពេលហ្នឹងគាត់ទៅទេពឹបគេប្រាប់ថាក្នុងអំឡុងទឹកហ្នឹងមីឯងចង់ទៅពេលណាក៏បានដែរហើយយកលេខទូរស័ព្ទគេតាក់ទងទៅនៅពេលដែលឮថាគេព្រមទទួលគាត់សប្បាយចិត្តមែនតើហើយគាត់ក៏សាកទេមើលគេលោថាអើអ្នកចិត្តខាងមកគាត់ចេះតែភូតភរអីចឹងណាប៉ុន្តែនៅពេលដែលគាត់ទេទៅគឺតាក់ទងបានសុទ្ធធម្មតាហើយគេប្រាប់ដូចអ្វីដែលអ្នកចិត្តខាងគាត់ប្រាប់ចឹងចង់ទៅពេលណាក្នុងអាទិត្យហ្នឹងអាចង់ទៅថ្ងៃណាក៏បានដែរអញ្ចឹងគាត់អត់ឆាមយូរទេគាត់ថាពេលហ្នឹងគាត់ទៅប្រហែលជាអាចខ្ទង់ម្លងមួយថ្ងៃបងប្អូនម្លងមួយថ្ងៃណាគាត់ចាប់ផ្ដើមចេញទៅហើយសម្ភារៈដែលគាត់យកទៅហ្នឹងគឺមានអីក្រៅពីចានឆ្នាំងកៅអៅតិចតួចតែប៉ុណ្្នឹងឯងហើយពេលហ្នឹងគឺគាត់ជិះទៅជាមួយនឹងកូនរបស់គាត់ហើយពេលដែលគាត់ទៅហ្នឹងគឺទៅផ្ទះបងហើយកន្លែងមេនឹងសិនណាទៅផ្ទះមេនឹងសិនដើម្បីឲ្យគេប្រាប់ប្លង់ប្រាប់អីចឹងទៅដើម្បីទៅចការហ្នឹង
chắc có tháp bên nó cứ có tranh bị tia bảo quạt nó mang bà hai chi bằng bảy chuyện bảy bữa cái nó có tháp bên nó chỉ tranh tới bảy nè câu nó vì quan sập pin sập pong mà tên cả ai có cả ai chan sang có chan sang cứ quạt ọt miền ấy cái bị mà tổ thì chỉ ban mà tôi tới có tận đó tia mẹ tận đó tia để chìm mà cha chả ca đó nó chứ nó bây để đo tia chả ca nó mà cha chả ca nó cha chả cá có rap plong từ thả lại từ tam đi chân từไอ้เป็นนั่นคือเหมือนจะการสู้ได้แต่สกอร์หรือก็อดตามนับบอลนั่งอ่ะปัจจัยประเดี๋ยวบอกว่าถ้าก็สกอร์ผูกก็ทลบเมาส์ดับบอลนั่งมาใส่ก่อนเรือแบบนั้นเปลี่ยนก็ถ้าเบอร์ซันจีสกอร์หายโอเคtừ tập luôn anh từ bộ nhóm lô ngày nâng chẳng có tha bên những cái prap long prap ấy prap mua prap ấy phụ trợ ca bảo cái đã mua đây chẳng có tha bên nó có chi ta mà với đá mà cha trợ ca prap tớiไอ้นับไปเดี๋ยวกอดชีโจลเตอร์กอดทับไปนั่นคือจะกล้าบอมโบนังสระไปวิแมนจิตีไปจุ่มจุนเถอะเพลอเดี๋ยวชีโจลเตอร์คือสงัดแมนแทนกอดทับไปนั่งมองไปให้จีปีติดดอกทั้งไงกอดทับไปเดี๋ยวเพลอเดี๋ยวโจลเตอร์นั่งเซฟแต่กอดคืนอมโปรเจนามันเนี่ยดาเกาก้อนหนึ่งเพลอหนึ่งกอดจะแบบเราไม่ชนะได้กอดทั้งมีนอมเจนามันเนี่ยมาจำจะกาได้เนาะcha đào thằng nào đang hỏi cho bọn đua nơi chả cá nó đang lố hỏi ngặt để chỉ điểm nữa chứ có thà pe nướng có bàn tay dễ sắp nông mọt để nông chặt để nơi pe để có chi ông chi hua ông pro nông bàn màn tới chứ có cái lấy bằng mưa ông pro với bay tới chụp bát ông pro pi cái lại nông bát chẳng pe nướng bồng mấy nó có top tới a có phép từ đầy bạc quá ra bồng ta mấy có đau từ nát lươn mày ta mà play sắp bàn pe nướng ở đây bạc có top tha ơi anh chơi phải cất chân là từ bố nó tha quạt đu lấy cho tao bẻ lấy nó tha quạt đào lươn miền đào lươn vào ban thế bảo quạt đang đào trot đằng xuống nó quạt từ châu nó có pop cây để kiên nó tới bát nó còn đằng bàn tay quạt chị ban màn tì xếp ra tao đó đam chơi mũi thôm men đần quạt tha bên nó quạt cả lấy để mơ đừng cô chứ xếp tại quạt khơi om pro chỉ nam mà nè nó còn pung tại cho có ba cô chơi năng tiệt hay ông pro đại quạt khơi nó bằng mấy cái tha phần phịa rụp riêng nó cứ chi ông pro mà nè đại quạt khơi muôn năng ảnh bên nó quạt cả cây tập đây bảo quạt tha ảnh mới đừng khơi cô chớ nó chỉ ông pro để dương chuông muốn năng bên để đây bảo quạt nghĩa ta mà vay đại bằng mây prap nó đây bảo quạt phép tha admin khơi nữa ná nơi cái lại cô chớ nó này anh chơi tại prap thôi đây bên đang bằng mây ad mọt đi nó bên để đây bảo quạt nỉ gì đã ọt khơi cho nó bàn tay này bà cốt cứ khởi chắc có tháp bên nó cứ bàn trâm tay chỉ bị kháo nghĩa mà rơ rụp ta nào hãy sẽ tập bàn màn tích chứ xếp tại ta nó bắt ở lý nó mốc quát á bắt ở lý nó cô chơi nó chờ tạm đó hãy phọt bị cô chơi nó bàn màn tích có tận đó chắc ca bỏ mày quát nó bây để đo chắc ca có tháp bên nó cứ quát nó có cho bị lừa mà to nó tập bác sao cho cả thế hay nó không bạn bên cho cả nó cứ miên te mùi đã chỉ te nã nó sầm rạp bộ quạt này rosa bộ quạt nó cứ miên te nã mùi te nó cứ thôm bỏ bộ thằng lừa chớ thằng crom thầm vậy mà mắt thôm cứ thằng crom cái sầm rạp đã xong phải đã mấy chừng đó hay có ai đã khen cùi lên vậy mà mắt cứ miên mà so mà cục nơi cái này nè mình qua thì nơi khang mộc nơi khang crom nó người miền kề đã sầm rạp cối lên hay miền tổ mũi sầm rạp đã xong tới đấy để tôi chỉ muốn là cả scam rồi có chop ấy nó cứ pin năng rồi nơi pe để khơi thế có tha pe nó cứ có sờ bài trận để sai thế để có ban mà nơi đấy cứ bị thông từ lia ai kinh ai gì mà mắt ta bị sluôn hèn hèn còn thế việc bảo bà thoáng thá xa về nơi ngay chuyện nơi ngay tỉnh còn thấy có thao việc chỉ bành hà thì để xa mê bà quát nó có ai lại sang ai vậy mà mắt á miên co miên ấy chẳng từ bàn tay bà dương tây tầm rệ vì ta tây sạch nó cứ ao dương tự tinh đẹp xa và đã tập xa mà đông nó bị ngay từ bằng anh hay nơi nông bạn ở bên đây nó có miên xa sầm rạp đã tây cho mấy sạch tại chặt dương hay bà dương tha trong món mấy cái ao trong vậy mà mắt á cái bác sắt ao dương luôn nó đôi chỉ te bao kỳ nhỉ dương trăm món có ban dương thuê cái ban này phần quán là thá vi scat dù tới bản miền mà tô mua chi từ trăm cho ca cái nương khổ nó nông tư
បាត់សទូទៅបងមានអីចឹងនឹងនិយាយប្រមាត់ថាស្វីស្ងាត់យកតាមថងពេលថ្ងៃយើងមើលទៅវាស្រស់ស្អាតវានិយាយមួយម៉ាត់ថាវាស្អាតទលាអញ្ចឹងទៅប៉ុន្តែនៅពេលដែលយប់ឡើងទស្សនវិជ្ជាពេលយប់វាមិនដូចពេលថ្ងៃបងប្អូនទស្សនវិជ្ជាពេលយប់គឺវាគួរឲ្យខ្លាចសម្រាប់មនុស្សដែលគាត់ខ្លាចហ្នឹងហើយគាត់ថាពេលដែលឃើញផ្ទះហើយគាត់ក៏ចាប់ផ្ដើមរៀបចំផ្ទះរៀបចំបោសសម្អាតផ្ទះណាហើយនៅពេលដែលគាត់កំពុងតែរៀបបោសសម្អាតផ្ទះហើយហ្នឹងគាត់ក៏មកកាត់អាស្មៅគៀននឹងផ្ទះនៅពេលដែលគាត់កំពុងតែកាត់ហ្នឹងណាបងមីហ្នឹងគាត់ថាគាត់ក៏កលេចទៅមើលលើផ្ទះនៅពេលដែលគាត់កលេចទៅមើលលើផ្ទះស្រាប់តែគាត់ឃើញមនុស្សស្រីម្នាក់អើតមើលគាត់មកតាមប្អួយគាត់ក៏ញឹមទៅគាត់គិតថាចំណាគេមកនៅផ្ទះហ្នឹងដែរឬមួយក៏អ្នកដែលមកធ្វើការនៅកន្លែងមានហ្នឹងដែរហើយគាត់ក៏អត់គិតអីច្រើនហើយគាត់ក៏ញឹមដាក់គេទៅគេក៏ញឹមដាក់គាត់បានបន្តិចគាត់ហ្នឹងក៏មកច្រាស់ស្មៅនៅចិត្តហ្នឹងទៀតទៅហើយកលេចទៅមើលវិញគឺបាត់ហើយហើយពេលដែលគាត់មើលហ្នឹងគឺមើលនៅក្នុងអារបៀបថានៅបន្ទប់មួយដែលនៅចិត្តនឹងយកមកណាអញ្ចឹងនៅពេលដែលគាត់មើលអីអត់ឃើញគាត់ថាពេលហ្នឹងគាត់ចេះតែច្រាស់ស្មៅបន្តទៅច្រាស់ចុះច្រាស់ឡើងគាត់ថាពេលហ្នឹងគាត់ក៏កលេចមកមើលភាសាទៀតគាត់ព្រោះគាត់មានអារម្មណ៍ថាដូចជាមានភ្នែកហ្នឹងកំពុងតែសម្លឹងមកមើលគាត់អញ្ចឹងដល់តែគាត់កលេចមកមើលភាសាទៀតគាត់ថាពេលហ្នឹងគឺគាត់ស្រាប់តែឃើញមកគ្រូសាឈរនៅកន្លែងយកមុខហ្នឹងហ្មងណាទឹកមុខរបស់ពួកគេប្លែកមែនតើក្រៀមមុខឡើងកំមើសម្លក់មករកគាត់ថាពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏ញឹមឈរញឹមឲ្យបែរមុខទៅដាក់ណាប្រាប់បានបន្តិចទេគេក៏ដើរចូលទៅក្នុងផ្ទះវិញទៅពេលដែលឃើញគ្រួសារនឹងដើរចូលក្នុងផ្ទះវិញគាត់នឹងក៏ដើរមកខាងក្នុងហើយសួរប្តីរបស់គាត់ថាឯងមានលឺអីនៅលើអត់ហ្នឹងពេលនេះប្តីរបស់គាត់ក៏ថប់ថាលឺស្អីមិញខ្ញុំឃើញមកគ្រួសារនៅលើផ្ទះមេយកពីគ្រួសារមែនប៉ុន្តែតាមមេនិយាយគឺមានតែគ្រួសារយើងតាពេលនឹងដែរប្តីរបស់គាត់ក៏តបថាមានតែមួយគ្រួសារជាងទេហើយមានពីរគ្រួសារមកពីណាហើយចាឥឡូវគ្រួសារហ្នឹងទៅណាហើយគាត់ក៏ប្រាប់ថាមិញហ្នឹងគេដើរចូលទៅខាងក្នុងវិញបាត់ហើយគាត់នៅលើបែបហ្នឹងភ្លាមប្តីរបស់គាត់ថាចូលតែម៉េចឬមួយក៏គេមានសោតោះឥឡូវឡើងទៅមើលគាត់ថាពេលហ្នឹងពួកគាត់ហ្នឹងនាំគ្នាឡើងមកខាងលើផ្ទះដើម្បីមើលផ្ទះមួយហ្នឹងតើគេចាក់សោឬក៏អត់នៅពេលដែលគាត់ឡើងមកដល់ខាងលើគាត់ថាពេលហ្នឹងគឺសោត្រូវបានចាក់កឹបជាប់ហើយពេលហ្នឹងហើយដែលចំណោទចោតសួរមកគាត់វិញថាមកគ្រួសារហ្នឹងគេដើរចូលផ្ទះហ្នឹងតាមរបៀបណាអានេះបងមីគាត់ចោតសួរខ្លួនឯងទេណានៅពេលដែលគាត់ចោតសួរខ្លួនឯងហើយហ្នឹងគាត់ក៏សួរទៅប្តីរបស់គាត់ថាគេចូលតាមរបៀបណាពេលហ្នឹងប្តីរបស់គាត់ក៏តបវិញថាគាត់ក៏អត់ដឹងដែរថាគេនឹងចូលតាមរបៀបណាបើឯងឃើញចូលតាមណាគឺចូលតាមហ្នឹងហើយបើខ្ញុំបានឃើញផងពេលហ្នឹងប្តីរបស់គាត់ក៏តបបែបហ្នឹងបងមីបានត្រឹមតែអេះក្បាលហើយដើរចុះមកខាងក្រោមជាមួយនឹងប្តីរបស់គាត់ទេនៅពេលដែលគាត់ដើរមកដល់ខាងក្រោមគាត់ថាពេលហ្នឹងប្តីរបស់គាត់ហ្នឹងក៏ទៅច្រាស់ស្មៅនឹងក្រោយផ្ទះដែលគាត់ហ្នឹងចាប់ផ្ដើមរៀបចំដាំបាយដាំទឹកសម្រាប់ហូបហើយគាត់ថាពេលហ្នឹងគាត់កំពុងតែរៀបចំដាំបាយសុកហ្នឹងស្រាប់តែគាត់ឮសំឡេងក្មេងរត់នៅលើផ្ទះក្មេងណាបងប្អូនរត់នៅលើផ្ទះចុះឡើងគាត់ថាពេលហ្នឹងគឺគាត់អត់បានហើយច្រឡំឯណាអត់បានឮសំឡេងអីណាទេគឺគាត់ឮសំឡេងមនុស្សនៅលើផ្ទះហ្នឹងឯងពិសេសគឺក្មេងនឹងរត់លេងនៅលើផ្ទះគាត់ថាពេលហ្នឹងកូនរបស់គាត់ទៅបានអាយុប្រហែលជាអាចខ្ទង់4ឆ្នាំទៅ5ឆ្នាំទេគាត់ថាពេលហ្នឹងគឺឮច្បាស់មែនតើគាត់ព្យាយាមមើលប៉ុន្តែមើលមិនបើផ្ទះហ្នឹងគឺផ្ទះក្តារណាអញ្ចឹងអត់មើលអីឃើញទេបានត្រឹមតែស្ដាប់សំឡេងរត់មិនមែនរត់ធម្មតានៅទុងទាំងពេញនឹងទាំងអត់ដូចរបៀបថាត្រំខ្លាំងមែនតើហើយគាត់ហ្នឹងក៏គិតក្នុងចិត្តថាណាគេគាត់ទៅក៏ដាក់ដាំបាយរួចគាត់ក៏ដើរមកខាងលើវិញហើយលើកនេះគាត់អត់បានស្ដាប់នៅខាងក្រៅទៀតទេគឺគាត់បើកសោនឹងតែម្ដងបើកសោដើម្បីចូលណាគាត់ថាពេលហ្នឹងគឺគាត់ចាក់សោអត់ព្រមចូលទេហើយវាប្រាប់ចាក់សោអត់ព្រមចេញណាហើយនៅពេលដែលចាក់ឡើងទៅគាត់ថាពេលហ្នឹងស្រាប់តែគាត់ឮសំឡេងគេដកដង្ហើមនៅក្បែរមាត់ទ្វារដូចថាទល់មុខគ្នាណាគាត់នៅខាងក្រៅគេនៅខាងក្នុងគឺដកដង្ហើមខ្លាំងមែនតើ
រហូតដល់គាត់នឹងស្ដាប់ថាសំឡេងនឹងវាខ្លាំងពេកគាត់ព្យាយាមចាក់សោដើម្បីឲ្យនេះតែអាសោនឹងដោយសារសោនឹងវាចាស់ផងវាជ្រេះផងគឺពិបាកមែនទេប៉ុន្តែគាត់ចាក់បានមកស្ទុះក៏សោនឹងលោតបើកទៅគាត់ក៏បើកទ្វារនឹងចូលទៅខាងក្នុងនៅពេលដែលចូលទៅខាងក្នុងគាត់ថាពេលនឹងនៅខាងក្នុងគឺទលាយមែនទេទលាយណាហើយនៅខាងនោះក៏មានបន្ទប់មួយដែរបន្ទប់ដែលគេទុកនៅកន្លែងហ្នឹងលើថានៅកន្លែងយកមកដែលខ្ញុំនិយាយខាងមុខហ្នឹងគឺគេមានបន្ទប់មួយនៅហ្នឹងប៉ុន្តែគេមានសោមួយទៀតចាក់នៅកន្លែងហ្នឹងដូចគ្នាប៉ុន្តែពេលហ្នឹងគឺតកែរបស់គាត់ហ្នឹងមិនបានឲ្យគាត់ហ្នឹងចាក់សោនៅកន្លែងហ្នឹងទេដោយត្រឹមតែឲ្យគាត់ហ្នឹងបើកសោនៅខាងក្នុងទេអាបន្ទប់មួយហ្នឹងគឺទុកវាចោលទៅមិនបាច់ទៅប៉ះពាល់ទេអានេះអ្វីដែលតកែរបស់គាត់បានផ្ដាំមកអញ្ចឹងគាត់ក៏អត់បានប៉ះពាល់នៅកន្លែងហ្នឹងដែរហើយសម្លេងហ្នឹងក៏វាមិនបានទៅចេញពីបន្ទប់មួយហ្នឹងដូចគ្នាគឺសម្លេងហ្នឹងវាលឺសម្លេងហ្នឹងរត់នៅកន្លែងបរិវេណក្នុងផ្ទះហ្នឹងឯងនៅពេលដែលគាត់បើកទ្វារចូលមកគាត់ថាពេលហ្នឹងគឺអត់មានឃើញអ្នកណានៅក្នុងបន្ទប់ហ្នឹងទេនៅក្នុងផ្ទះហ្នឹងទេគាត់ថាពេលហ្នឹងគឺផ្ទះហ្នឹងអត់មានអីច្រើនទេគ្មានតុគ្មានទូនិយាយប្រមាថទៅគឺទៅទេស្អាតអត់មានអីទេមានតែសបកផ្ទះហ្នឹងឯងអញ្ចឹងនឹងគឺជាកន្លែងដែលគាត់គេងយប់ហ្នឹងហើយអាខាងលើកន្លែងវាលខាងហ្នឹងគឺជាកន្លែងដែលគាត់គេងនៅយប់ហ្នឹងដូចគ្នានៅពេលដែលគាត់អត់ឃើញអីចឹងគាត់ហ្នឹងក៏ត្រឡប់មកមើលបាយរបស់គាត់វិញមកដល់ចក្រានបាយគាត់ថាពេលហ្នឹងគាត់ចេះតែធ្វើកាពេកពុកដាំបាយស្លអីចឹងរួចរាល់គាត់ក៏ហៅប្តីរបស់គាត់ហ្នឹងមកហូបទៅហើយស្របពេលហ្នឹងគឺកូនរបស់គាត់ទៅលេងនៅក្រោមហ្នឹងនៅក្រែហ្នឹងណាលេងអង្គុយនៅក្រែហ្នឹងទៅហៅប្តីរួចក៏នាំគ្នាអង្គុយហូបបាយជុំគ្នាចឹងទៅនៅពេលដែលគាត់ហូបបាយគាត់ថាពេលហ្នឹងគាត់ឃើញកូនរបស់គាត់ហ្នឹងដើរឡើងទៅលើផ្ទះហើយពេលហ្នឹងគឺគាត់អត់ចាប់អារម្មណ៍ច្រើនទេគាត់គិតថាព្រោះពេលហ្នឹងគឺគាត់បញ្ចុកបាយកូនរួចរាល់ណាកូនគាត់ហ្នឹងក៏ដើរឡើងទៅលើផ្ទះនៅពេលដែលដើរឡើងលើផ្ទះគាត់ថាពេលហ្នឹងគាត់ក៏មិនបានទៅគិតអីដែរព្រោះឃើញកូនឡើងលើផ្ទះហើយក៏វាកក់ក្ដៅតិចដែរគាត់ដឹងក្រោមហ្នឹងក៏វាស្រួលចិត្តដែរព្រោះអាយុគ្នាទៅ4ទៅ5ឆ្នាំទៅយ៉ាងហើយណាគ្នាក៏ដឹងខ្លះដែរអញ្ចឹងគាត់ថាពេលហ្នឹងស្រាប់តែគាត់ឮសំឡេងកូនគាត់ហ្នឹងរត់នៅលើផ្ទះសំឡេងរត់លេងអញ្ចឹងណាហើយគាត់ហ្នឹងក៏សប្បាយមួយយ៉ាងដែរហើយពេលដែលគាត់ស្ដាប់សំឡេងរបស់គាត់សំឡេងកូនគាត់រត់លេងនៅលើក្នុងផ្ទះហ្នឹងគាត់មានអារម្មណ៍ថាកូនរបស់គាត់ដូចជាក្អាកក្អាយមែនទេដូចជាសប្បាយចិត្តសើចអីចឹងណាគាត់ថាពេលហ្នឹងគឺពួកគាត់អត់ចាប់អារម្មណ៍ច្រើនទេប៉ុន្តែបានបន្តិចបងបីគាត់ថាគាត់ព្យាយាមស្ដាប់ដូចជាកូនគាត់ហ្នឹងកំពុងតែនិយាយជាមួយនរណាម្នាក់នៅលើផ្ទះហ្នឹងឯងនិយាយឲ្យគេរត់ទៅរត់លេងអញ្ចឹងគេទៅជែកគ្នានិយាយមួយម៉ាត់ថាកូនរបស់គាត់កំពុងតែនិយាយតបជាមួយនរណាម្នាក់អានេះនៅពេលដែលគាត់ស្ដាប់ហើយគាត់ថាពេលហ្នឹងគឺគាត់ឲ្យប្តីរបស់គាត់ស្ដាប់តាមអ្វីដែលគាត់ឮដែរប៉ុន្តែចម្លើយតបមកគាត់វិញគឺប្តីរបស់គាត់ប្រាប់ថាអត់មានឮស្អីទេអញ្ចឹងគាត់ថាពេលហ្នឹងគាត់ធម្មតាទៅរៀបចំចានឆ្នាំងយកទៅទុកដាក់លាងចានអីអញ្ចឹងទៅកូនរបស់គាត់ក៏នៅតែលេងនៅលើផ្ទះហើយនៅពេលដែលលេងហ្នឹងគាត់ហ្នឹងក៏នៅតែស្ដាប់ឮថាកូនរបស់គាត់ហ្នឹងក៏កំពុងតែនិយាយជាមួយនរណាម្នាក់ដែរហើយស្របពេលហ្នឹងដែរគាត់ក៏លាងចានរបស់គាត់រួចរាល់ហើយគាត់ថាពេលហ្នឹងគឺគាត់ឡើងទៅលើផ្ទះលបដើម្បីលួចមើលកូនរបស់គាត់លបណាបងប្អូនគាត់ថាពេលហ្នឹងគឺឡើងចដាថ្នមមែនតើឡើងមួយរហូតទៅដល់មាត់ទ្វារនៅពេលដែលគាត់ទៅដល់មាត់ទ្វារគាត់ថាពេលហ្នឹងគឺគាត់ហ្នឹងកលេចរបៀបថាអឺតមើលកូនរបស់គាត់ថ្នមកុំឲ្យកូនរបស់គាត់ហ្នឹងឬក៏អ្នកដែលនៅខាងក្នុងហ្នឹងរត់គាត់ថាពេលហ្នឹងគឺគាត់ឃើញកូនរបស់គាត់ហ្នឹងកំពុងតែនិយាយជាមួយអ្នកណាម្នាក់ហ្នឹងគឺកាយវិការគេធ្វើកាយវិការគេសើចអីចឹងទៅក្អាកក្អាយមែនតើពេលហ្នឹងគឺគាត់ឃើញកូនរបស់គាត់និយាយតែម្នាក់ឯងទេតែគាត់ថាការនិយាយបែបហ្នឹងដូចជានិយាយជាមួយអ្នកណាម្នាក់ចឹងពួកគេមានកាយវិការគេមានហើយគេនិយាយហើយគេសើចអីចឹងទៅណានិយាយបំបត្តិគឺឃើញបែបហ្នឹងនៅពេលហ្នឹងគាត់គិតតែកូនរបស់គាត់ទៅតិចកូនរបស់គាត់ឈួតទៅអារម្មណ៍របស់គាត់ទេណាតិចកូនរបស់គាត់ឈួតទៅហើយគាត់ថាពេលហ្នឹងគាត់ហ្នឹងក៏ដើរចូលទៅដើម្បីហៅកូនរបស់គាត់ណានៅពេលដែលគាត់ហៅកូនហ្នឹងក៏ភ្ញាក់ហើយកូនរបស់គាត់ហ្នឹងក៏លេចមកមើលវិញកូនរបស់គាត់ហ្នឹងក៏តបថាម៉ែឯងមកទៅអីខ្ញុំពងលេងមួយពួកម៉ាខ្ញុំសោះហ្នឹងមកឥឡូវគេទៅបាត់ហើយនេះពេលហ្នឹងបងមីគាត់ឆ្ងល់ថាពួកម៉ាកូនឯងនៅណាបើនៅនឹងមានតែកូនឯងម្នាក់ឯងហ្នឹងពេលហ្នឹងកូនរបស់គាត់ក៏តបថាគេនៅផ្ទះហ្នឹងជាមួយនឹងម្ដាយគេដូចម៉ែឯងខ្ញុំអញ្ចឹងគេនិយាយបែបហ្នឹងហើយវានិយាយម៉ាត់ណាពេលហ្នឹងបងមីនឹងក៏សួរតថាចុះឥឡូវគេទៅណាបាត់ហើយកូនរបស់គាត់ក៏តបថាគេ
tên hạ bạn nhóm bắt đấng thế mình nâng ta lấy cái tên hạ bạn mà anh trôi máu nó bạn phụ mà nhóm rất là bạn cái gì biết không mình nhỉ bên nước bồng mấy có tiếng cô bỏ quát nó cho một con cào bình quát mẹ rắm thá đôi chỉ mình sưu nó không ăn nơi lửa thế nó đôi chỉ sưu thì quát có tiếng cho một con cào bình mà ai nó bây để tiếng cho một con cào cô bỏ quát ót trong cho một con cào bình để cái phẹp thá cái trong lấy chỉ mùi nắng phụ mà bọc hết nơi lửa tiền này bồng mấy nơi bây để con quát nơi tại từ mình trắng quát tiếng tin là hốt đó con bỏ quát nó cho một con cào ấy nó bây để cho hoàng cái quạt tha pin nó có quạt nó từ chui phơi ca ở đây bọc quạt nó chập đam vậy mà mắt tới cứ quạt màu nó cứ chập đam chầm ra smile chầm ra ấy nó chết chết năng tử ấy pin nó côn bọc quạt còn lên nên cái bay quạt còn đó là côn bọc quạt lên như ngay bị quạt thì quạt khai côn bọc quạt nó miên rừng ấy nữa che thả thưa cặp bọc tử quạt tha pin để quạt cặp bọc từ phơi sọc á xếp tại quạt khơi sẽ trai mà nè slip bẹ xó đá mau chết bảo tiệt đá chết tiệt quạt đó đá mà chết tiệt bảo quạt hết xếp tại đá tranh từ bình tới cứ đa là biết tha nơi một té đó đá tranh từ bình mặt đấy quát còn ban để cho rắm đấy còn cái tập bài chỉ nè chết khác đấy trăm chục can để chết năng được nè cho có tha nó có quát chơi thật thưa đánh cho đến cho cục có bài tới nửa bon nó còn một té hay vì thật thưa smile nâng chùm ra tới bật đánh là hốt đó chất đó là bon một té quát tha để quát chất là bon nó quát mẹ rắm tha để chỉ khăn nó ngưỡng mình xô để khăn ôi cái đảo ngọt ấy chất trắng á bạn thấy nó để quát chai quát chi diêm thật mơ cho mơ lang tới admin khơi này nè thì hay quát có bông tập đầu đã ròm bỏ quát nó cứ nơi chùm môi nâng hơi smile đây một tàn nè nó để quát mẹ ròm thả soi bài nó có tha quát nó có đã hạt mơ đã bay chọn đang thả viên ngọt nơi cái này nè lên chai smile tới đây nó để hạt trong hạt lang tới có tha admin khơi ấy thì admin khơi ấy thì chẳng có tha bên nó có chai smile bắt tỏ thải hay nơi chân cái này để quát hạt nó cứ miên tô muối là biết thằng mình tô mình là biết tha chia bậc phum á tay bậc phum nó chia bậc phum muối đại kê thưa bị tờ so tờ muối thì tờ so chơi dướng tờ muối hết cái quay cái đá hết cái đá sang là xây bị lử cái đá quay ra sang là xây nè cứ miên tạp bà năng thì hay cốt có dùng a đó cái lai bậc phum năng từ để sao bậc phum nó có viện tra đại hay có tha p là quạt mơ tới cứ tờ so bậc phum nó có viết trôm cua xòm đại về bục á nữa hay quạt nó có cân đông chất á cha mọi đây bậc quạt nó vô và cô xén cho một đọt đồ chẳng thể anh đi ca cất bọc quạt đi ấy nó pin con của pung tại thơ sốc nó quát có bài một nó mau tẻ của bự nó cứ có thơ nơi một tẻ bài mốc tờ lọp vào tẻ mình nó pin con bài mốc quát xếp ta khơi này nào mà nè nó còn pung tái coi nơi một đá sầm lưng mà rơ quạt quát tháp bên nó tập bóng quát cất tháp bài chỉ quát pro này thì bàn tay nó pin để nhịp này tới quát nơi ta khơi mà nè xây nó nâng coi nơi cái lại nâng đại có chơi mình thấy thằng mình đã xây nắng mau bị khả năng còn tay ban mình tích thì cô một con sấy có là lại ta rồi biết thằng sấy tệ tôn chỉ muốn cô hay đô biết tập này bọc quạt mau cả lại cô một con vĩnh nó ta quạt nghĩa ta mơ vĩnh bay thì chỉ bật chẳng ban tích có đưa sầm lên muối hai quạt sầm lên đến cào non quạt đó nè quạt tháp bên nó quạt có nghĩa tới nửa bên để quạt nghĩa tới xếp tại quạt khơi om pro mà nè để quạt nó cho nó một là bọn nè hãy có xua tới bồng mấy tháng hay mẹ ôn anh tới mà nơi mến bát nhom tới mà nơi ngày nắng không hay chả ca nắng lý thà mà chăm chả ca nắng mến của thằng nắng anh nhom mà chăm chả ca nắng chăm chả cá nó chả ca ông chăm nó còn nó đái nắng có thà bên nó cứ chả ca ông pro nơi vợ chồng nó rồi thà đào khu pi chả ca bọc quát ban tới đó chả ca bảo ông pro hay bên nước bồng mấy có quát chốt thưa smile nơi một thế hai còn mà su ông pro tham ông anh nơi tầm này anh thế ấy bên nước ông pro nó có top tha nơi tầm này anh thế bàn tay miền kia miền anh chẳng á miền mèo này lấy mèo anh mà mua tiền tất cả ban mèo anh chẳng tư hay bỗng ọt hồ sa mèo nó méo cứ miền nó pi bay tia tiền pi bay top tiền này chăm chỉ cá được kia bàn tay bảo sầm rạp ống cứ miền tầm này anh thế hay có thân là biết lên lon hết ông pro nó có top tha ơi ông tao với nhai bên nước ông pro nó có đa tranh tử nơi bây giờ đa chất nhá con khơi ông pro nắng tay tình nghĩa mà mơ tè bỏ quạt tè để nâng cái non con đó cứ cả lên mơ hết đá căn từ lươn từ con tha bên nắng mẹ đá bếp muối cả lấy khoách chập đầm chư nó chăm nhiều tại đó trong cái đó ông pro này nó bay tới chưa rút vô tại đó mà bọn lên đá chư chăm nhảy cứ rút vô tại đó ai bên nó rút có tấp bắt hay có nó có chơi lấy cho ông pro mà cho chăm đập chăm bạch rồi đánh trắng á
ហើយគាត់ងាកមកមើលលើផ្ទះគាត់វិញដល់ពេលគាត់ងាកមកមើលផ្ទះអត់មានឃើញស្អីទេហើយណាមួយគាត់គិតថាបែរជាអ៊ំប្រុសឃើញម្នាក់ស្រីហ្នឹងដូចគាត់ដែរក៏មិនដឹងដែរអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ត្រឡប់មកផ្ទះរបស់គាត់លើកតែដើរមកចូលក្នុងបរិវេណផ្ទះវិញមកដល់គឺគាត់ថាពេលហ្នឹងរៀបចំរៀងបាច់ញើគួសមដែរមកនេះហើយក៏ចាប់ផ្ដើមឡើងទៅខាងលើដើម្បីសម្អាតកន្លែងគេងសម្អាតឡើងស្អាតរួចរាល់ហើយគាត់ថាពេលហ្នឹងគាត់នាំគ្នាចុះមកខាងក្រោមដើម្បីដាំបាយតាមទឹកណាព្រោះពេលហ្នឹងគឺម៉ោងប្រហែលជា5ជាងទៅ6ទៅហើយអញ្ចឹងគាត់ថាពេលហ្នឹងក៏ចាប់ផ្ដើមដាំបាយហើយដាំបាយរួចគាត់ថាពេលហ្នឹងគឺมันមានម្ហូបអីឲ្យឆ្ងាញ់ណាស់ទេមានតែប្រហុកផ្អដែលគាត់បានយកពីស្រុករបស់គាត់មកហ្នឹងឯងអញ្ចឹងក៏ចំហុយហូបហ្នឹងទៅហូបរួចគាត់ថាពេលហ្នឹងក៏នាំគ្នាទៅមុជទឹកហើយនៅចការបស់គាត់ហ្នឹងគឺมันខ្វះទឹកមួយទេបងប្អូនมันខ្វះទឹកមួយទេនិយាយពីទឹកគឺពេញអាងបើសិនជាអត់ទេគេបូមតែមួយរាវទៅបានហើយអញ្ចឹងមកមុជទឹកគឺអត់មានជាបញ្ហាចោតទេហើយបញ្ជាក់មួយដែរនៅក្នុងចការបស់គាត់ហ្នឹងគាត់ថាពេលដែលគាត់ធ្វើស្មៅធ្វើអីហ្នឹងក៏មានដើមឈើធំមួយដែរនៅក្នុងបរិវេណដីហ្នឹងដែរមិនតែវាមិនមែននៅក្នុងបរិវេណផ្ទះហ្នឹងណាគឺក្នុងបរិវេណចកាហ្នឹងប៉ុន្តែវាឆ្ងាយពីផ្ទះវាចម្ងាយពីផ្ទះហ្នឹងប្រហែលជាអាចខ្ទង់50ម៉ែត្រដែរហើយបើយើងមើលពីផ្ទះរបស់គាត់ទៅវាបានត្រឹមតែឃើញតែចុងឈើទេដោយសារវាបាំងចកាណាបាំងឲ្យតំណាំអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតារបៀបថាគាត់មិនដែលបានទៅដល់ចំណុចហ្នឹងគាត់ឃើញតែមានដើមឈើនៅកន្លែងហ្នឹងឯងនៅក្រោយផ្ទះរបស់គាត់ហ្នឹងធំអញ្ចឹងគាត់ថាពេលហ្នឹងក៏រួចរាល់គាត់ក៏ហូបបាយហើយក៏អង្គុយទៅជែកគ្នាបានមកស្ទុះជែកជាមួយនឹងប្រពន្ធប្តីរបស់គាត់ណាទៅជែកលេងធម្មតាអញ្ចឹងទៅជែកលេងហើយហ្នឹងប្តីហ្នឹងក៏គាត់ចូលទៅមុជទឹកទៅហើយបងមីហ្នឹងក៏គាត់ដើរទៅយកចានឆ្នាំងហ្នឹងយកទៅលាងសម្អាតណាបានបន្តិចប្តីរបស់គាត់ហ្នឹងក៏ចេញមកវិញហើយគាត់ប្រាប់ថាគាត់ឡើងទៅលើផ្ទះមុនហើយជាមួយនឹងអូនអញ្ចឹងមកមិនគាត់ថាប្តីរបស់គាត់ហ្នឹងក៏ឡើងទៅលើទៅគាត់ហ្នឹងក៏ចាប់ផ្ដើមនៅលាងចានពេពុកនៅពេលដែលគាត់លាងចានរួចរាល់ហ្នឹងស្រាប់តែគាត់លឺសំឡេងគេបើកទ្វារបន្ទប់ទឹកនៅពេលដែលគាត់កលេចទៅស្រាប់តែគាត់ឃើញប្តីរបស់គាត់ទើបចេញពីបន្ទប់ទឹកមួយសារទៀតគាត់ក៏សួរទៅប្តីរបស់គាត់ថាឯងហើយឃើញមិញទៅឡើងទៅលើអីហើយចុះមិនក៏ទៅមិនចេញពីបន្ទប់ទឹកពេលហ្នឹងប្តីរបស់គាត់ធប់ថាខ្ញុំមកទៅមិនចេញពីបន្ទប់ទឹកហ្នឹងតាមានតតបានចេញពីបន្ទប់ទឹកណាពេលដែលគាត់កលេចទៅមើលកូនcủaគាត់ឃើញកូនរបស់គាត់ក៏នៅតែកំពុងតែលេងនៅកន្លែងអាក្រេក្រោមផ្ទះហ្នឹងដែរតែមុនហ្នឹងប្តីរបស់គាត់បានប្រាប់ថាគាត់ឡើងទៅលើផ្ទះមុនហើយចាំបានទេបងប្អូនពេលហ្នឹងគាត់ក៏លេចទៅមើលកូននឹងដែរគាត់ក៏បញ្ជាក់ប្តីរបស់គាត់ថាឯងប្រកាសអត់ថាឯងទើបនឹងចេញពីបន្ទប់ទឹកខ្ញុំទៅចេញពីបន្ទប់ទឹកណាឯងមិញហ្នឹងខ្ញុំចូលទៅបាត់ជើងហើយឥឡូវនេះខ្ញុំទើបនឹងចេញពីកន្លែងមួយទឹកទេហើយមានរឿងអីអត់ទេខ្ញុំមុនហ្នឹងខ្ញុំឃើញឯងដើរចេញពីបន្ទប់ទឹកហើយសម្ដៅទៅផ្ទះហើយយកកូនឡើងទៅផ្ទះគាត់ក៏នៅតែប្រាប់ម្ដាលថាខ្ញុំមកទើបមិនចេញទេឯងព្រិលភ្នែកហើយតោះឥឡូវមិនបាច់ទេខ្ញុំទៅមុនហើយខ្ញុំឡើងលើផ្ទះហើយអញ្ចឹងគាត់ថាពេលហ្នឹងប្តីរបស់គាត់ក៏ឡើងលើផ្ទះយកកូនរបស់គាត់ទៅដូចគ្នាហើយគាត់ថាពេលហ្នឹងគឺគាត់ចាប់ផ្ដើមលាងជាងចានលាងឆ្នាំងហ្នឹងទៅហើយផ្ទះហ្នឹងគឺគេប្រើសូឡាទេបងប្អូនប្រើសូឡាប៉ុន្តែភ្លើងសូឡាគេយើងអាចមើលទូក៏បានបញ្ចូលថ្មនិយាយមួយម៉ាត់ថាវាដូចតែភ្លើងរត់ដែរទេគាត់ថាគាត់ហ្នឹងគឺប្រើសូឡាតែម្ដងឯងព្រោះផ្ទះរបស់គាត់វាដាច់ពីគេណាភ្លើងវារត់អត់ចូលទេវាឆ្ងាយអញ្ចឹងផ្ទះមួយនៅនឹងវាតែប្រហែលផ្ទះសិតតែផ្ទះចាំចកាទៀតអញ្ចឹងក៏គេមិនសូវជាតឲ្យចូលដល់នឹងដែរអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏កំពុងតែលាងសុកហ្នឹងស្រាប់តែមាននរណាម្នាក់ហ្នឹងដើរក្រោយខ្នងរបស់គាត់មកវឹបលឿនមែនតើអារបៀបបងប្អូនធ្លាប់មើលរឿងដឹងហើយវឹបបាត់បងប៉ុន្តែគាត់ថាគឺគាត់ដឹងតែមានមនុស្សកំពុងតែដើរពីក្រោយខ្នងរបស់គាត់ហើយលឿនប៉ុន្តែគាត់ថាគាត់មើលអត់ទាន់ទេនៅពេលដែលគាត់កលេចមកគឺអត់មានឃើញអ្នកណាទេគាត់ទៅតែលាងបន្តរហូតដល់រៀងរួចរាល់គាត់ទុកដាក់អីចឹងទៅទុកដាក់រួចរាល់គាត់ថាពេលហ្នឹងគាត់ក៏យកកម្មាហ្នឹងយកទៅចូលមួយទឹកនៅពេលដែលគាត់ចូលមួយទឹកគាត់ថាពេលហ្នឹងគាត់បើកទ្វារបន្ទប់ទឹកខ្វាច់ស្រាប់តែគាត់ឃើញមនុស្សស្រីម្នាក់កំពុងតែឈរស្ទង់នៅកន្លែងបន្ទប់ទឹកនៅក្នុងបន្ទប់ទឹកហ្នឹងមកគាត់ស្រែកបង្វាស់ដល់ពេលគាត់ស្រែកហើយហ្នឹងគាត់បើកបន្ទប់ទឹកហ្នឹងមើលផ្សារទៀតអត់មានឃើញអ្នកណាទេគាត់ថាពេលហ្នឹងគឺថាព្រើលភ្នែកក៏ពិបាកដែរព្រោះវាផ្ទាល់ពេកណាប៉ុន្តែគាត់ថាពេលហ្នឹងគឺគាត់អត់បានឃើញមុខម្នាក់ស្រីហ្នឹងទេគ្រាន់តែថាជារូបរាងសស្គុះ
rộp xó nó sọ lòng sụp bông đôi nông rương bay đạp bằng bộ có tha bên nó cứ có sẽ trách của thuyền nó về mình bắt tàu vinh còn rồi bắt tàu vinh nhá tại đầu pe để con bao mâm xa tiết con admin khơi nhà nào thì ai giờ bắt tức hay nâng rồi bắt tụ bắt chương nó bắt côn nó cứ cái khán mến bàn tay nơi khẳng lứa cứ ót chết thì và không đại dương ai ớt mưa khía bàn tay to tại dương lang từ lửa an nó bàn ác mớ từ khẳng bắt tụ tức rồi của ai mưa từ bắt côn này bàn chẳng ta chứ có tha bên nó có trâu từ mũi tật tử nợ pe để con trâu từ mũi tật có tha bên nó có lư sầm lấy cái bắt phi bắt tụ bắt côn á chứ con mẹ nó mẹ ram tha và hay chỉ bắt đây bắt cốt đó cho một bọt chương tiền này ai chưa bố để xa hộp lại trái để chấm hôi bỏ năng ảnh bỏ bỏ năng ảnh chứ có tha bên nó có sai xu từ đây bắt cốt bàn tay admin sầm lấy top chơi cho mỗi cốt này cốt có cất nông chất ta vẽ này đó bị ban bọt chương ad prom chơi cho mỗi ai xong cốt là biết cất chẳng á đó ấy cốt còn nơi tầm mũi to thôi ấy nó bây giờ con mũi rối đó có tha bên nó cứ con đọt ban lư sầm lên để cái bao thuế trên bị tập tật năng tỷ bà cô năng này ở đây bà có đó chứ có ta cất nông chất cho mai ở đây anh phải chỉ chịu buộc lang mơ tử ban chỉ coi lang mà tu thái ọt toàn trên bị tập tật tiền chứ có tha bên nó có trên bị tập tật mạo nếu bây giờ có trên bị tập tật mạo có tha bên nó cứ có nghĩa thầm mơ nó bà cồn nếu bây giờ con nghĩa nữa bà cồn con khơi ta bà cồn nó cứ mặt ban bắt thuế tỷ bà hợp thuế bà hay gì chất mà chẳng am này bàn tay dương ở anh mưa càng con bán đấy nè chứ con tháp bên đó con có sai xu anh sai mà mắt chỉ pi mắt admin này na trả lời thì tao ta có tiếng sai khăng tích xếp tại con lư sầm lên đây bọc con đó tranh pi khang lư theo mình nó bây để lư bám nó con có chừng ngọn con có rốn à phía bọc con nó đầm bay mờ nó bây để con ăn biết thật tiên phía bọc con đầm bay mờ nó bây để con tiên máu con tha admin khơi này ná nơi không bọc bọc con năng thì tiếng đại cốt á tha admin đưa sầm lên cây chặt tức là biết thà dương rồi rót cái dương mình liền sầm ạt admin đưa sầm lên admin ấy sao hay phía để nó có cua tập ba rồi to lon kẹ màn tinh đại bàn tay ní ad sao ngắt ở chìm ai bởi dương bắt chương dương ad liếng mình sẽ kê ska ngó bắt men về bảo bộ bàn tay sầm lên mà màn tích cái admin này bàn tay đập để có sai cho lắm bay tay chỉ có lư sầm lên ở đây bảo có nơi càng lừa tụi mình quát ban tâm để các lái đa tới càng lừa tới nơi bây để quát đa tới càng lừa quát tháp bên nó cứ quát mơ từ là bong hàng mốc á đôi chỉ miên này na mà nè cầm bông tại chô nó một là bong chừng tung so nó được lại nè quát còn ban từ cha bà đó mấy cha này phụ quát đã đăng thay chỉ này ná nè chắc quát lang mà lừa mà quát ban từ xu no mấy thì phụ ví dụ ta hơi ở bên từ xu no mấy hay scan tê tê bà sân thì quát từ xu no mấy mình sẽ rút lại cái plan gây chẳng á nè chắc quát tháp bên nó quát là lang mà đó lừa tẹt làm đó là té có tháp bên nó có nom cái này sừng om kinh từ chơi cái này ban man tì tì có sừng om kinh nơi cái đào té năng từ ấy nó bây giờ sừng om kinh có tháp bên nó đây bọc quát lươn à để sao quát vừa càng nghĩa ở cả làng phòng chẳng đã tới lươn mòn lụ vô thèm đó chẳng nó sau tai bồng mây thế để nơi bọc bên này cái luống luống nó vul cho vul làng quát tháp bên nó cứ kinh nhật lụa nơi bây giờ quát kinh nhật lụa xếp tại quát mưa nên trong chương quát khơi mà nó đa cắt trong chương bọc quát ấy đa cắt nó cứ cái đa hết cái trâu từ không bật tục vô thèm đó có thay bên nó cứ có đọt bàn per pne chả sập vàng được gãy nó cứ khơi cho bao thằng pne bọn thà khơi cái đá trâu từ nóng bật tục mùi nè nơi pe để quạt khơi trứng ngọt quạt nó còn ngứa hết đá trên bị nòng mỏng màu nơi pe để quạt đá trên bị nòng mỏng có thay bên nó quạt đá sập đá tới cái lại bật tục mùi nè nơi pe để quạt đá tới sập đá tới cái lại bật tục mùi nó có thay bên nó bật tục mùi nó cứ thử ban cái chạ sao cho bài chạ sao sao cặp dương nữa chạ sao cho bật tục nó người miền phía pì miền là thuê càng nóng mũi thuê càng ra mũi tiền chẳng có tháp bên nó có thở ban cái chả sao chuột lại có cho mình thấy hết ấy của mình nè sau đây nó đa trâu từ kháng nó sụn mày rừng muối còn là rừng muối quát nó có rốt máu cái anh quát kinh bình thấy có tháp bên nó có nơi sẽ sừng om kinh nở bên được có sừng om kinh có tháp bên nó kinh nó về riêng luôn hai còn thế với bài tôi chỉ nhẹ một vĩnh đại xá miền tức nó sợ trong thằng nghe bảo quát tọ trong thang bảo quát nữa ấy nợ pe nâng hay để quát nhẹ màu nợ pe để quát nhẹ màu bảo ổn quát tha pe nâng quát có do đây bảo quát nâng do tập bà nợ bà thắc cứ miên tập mền đó quát cao ta nó ngọt bị na quát tha pe nâng quát có bao pne mưa từ càng lửa nợ pe để quát bao pne từ càng lửa bảo ổn này quát tha quát khơi người nó say cầm pông tay coi nó lướt nấm té ha
អង្គុយនៅលើធ្នឹមផ្ទះហើយទឹកដែលស្រក់ហ្នឹងគឺជាទឹកមាត់របស់ម្នាក់ស្រីហ្នឹងបងប្អូនស្រក់មកតក់ដោយសារម្នាក់ស្រីហ្នឹងគឺលៀនដាតសក់ឡើងវែងអង្គុយនៅលើធ្នឹមហ្នឹងមកគាត់ថាពេលហ្នឹងគឺគាត់ស្រែកប្តីរបស់គាត់ណាប្តីរបស់គាត់ក៏ភ្ញាក់សួរថៃហើយគាត់ថាពេលហ្នឹងកូនក៏របស់គាត់ហ្នឹងក៏ភ្ញាក់ដែរគាត់ហ្នឹងក៏ចង្អុលទៅខាងលើនៅពេលដែលគាត់ចង្អុលទៅខាងលើប្តីរបស់គាត់មើលទៅខាងលើអត់មានឃើញអីទេហើយស្របពេលហ្នឹងដែរគាត់ថាគាត់ហ្នឹងវាដេកចំជាមួយនឹងអានងបងប្អូនអានេះបងប្អូនគេហៅអានងផ្ទះណាគឺដេកចំកន្លែងហ្នឹងបងនៅពេលដែលឃើញអញ្ចឹងប្តីរបស់គាត់ថាឲ្យគេងឲ្យផុតពីនឹងតិចមកព្រោះតែគេងចំកន្លែងហ្នឹងវាច្បាស់ណាស់ថាមានបញ្ហាហើយអញ្ចឹងគាត់ហ្នឹងក៏រួញខ្លួនរបស់គាត់ហ្នឹងឲ្យផុតពីកន្លែងអានងផ្ទះហ្នឹងមកហើយគាត់ហ្នឹងក៏សង្ងំគេងបន្តនៅពេលដែលគាត់សង្ងំគេងគាត់ថាពេលហ្នឹងគាត់គេងលក់ស្រួលហើយអត់មានលឺអត់មានអីទេប៉ុន្តែគាត់ថាត្រូវបានភ្ញាក់មកវិញម៉ោងប្រហែលជា 2:10 គាត់ថាពេលហ្នឹងគឺគាត់លឺសំឡេងកូនរបស់គាត់កំពុងតែនិយាយជាមួយអ្នកណាម្នាក់មិនដឹងទេគាត់លឺសំឡេងរបស់គាត់កូនរបស់គាត់និយាយណានៅពេលដែលលឺសំឡេងហ្នឹងហើយដែលគាត់បានភ្ញាក់មកសាទៀតនៅពេលដែលគាត់ភ្ញាក់មកគឺគាត់ថាម៉ោងប្រហែលជា 2:10 នៅពេលដែលគាត់ក៏លេចមើលកូនរបស់គាត់អត់មានឃើញកូនគាត់នៅក្នុងមុងទេស្រាប់តែគាត់ក៏លេចចុះក៏លេចឡើងគាត់ឃើញកូនរបស់គាត់កំពុងតែអង្គុយនៅកន្លែងជ្រុងមកអាចនិយាយថាជ្រុងផ្ទះមកកន្លែងណាកំពុងតែអង្គុយនៅកន្លែងហ្នឹងដូចជាកំពុងតែនិយាយជាមួយអ្នកណាម្នាក់មិនដឹងទេគាត់ថាពេលហ្នឹងគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលណាគាត់ក៏ដើរលើបសំដៅទៅកូនរបស់គាត់នៅពេលដែលគាត់ដើរលើបទៅគាត់ថាឃើញកូនរបស់គាត់ហ្នឹងកំពុងតែនិយាយប៉ុន្តែអាការនិយាយរបស់កូនរបស់គាត់ហ្នឹងវាបិទភ្នែកវាអត់បើកភ្នែកនិយាយណាគឺវាបិទភ្នែកនិយាយធម្មតាចឹងទៅគាត់ថាពេលហ្នឹងគឺគាត់ឆ្ងល់មែនទែនគាត់ក៏ទៅកេះកូនរបស់គាត់កេះកូនម្ដងជាពីរដងកូនរបស់គាត់ហ្នឹងតែគាត់នៅតែនិយាយដែរគាត់គិតថាជាកូនរបស់គាត់ហ្នឹងប្រមើមកនិយាយនៅកន្លែងហ្នឹងគាត់ទៅក៏ទាញកូនរបស់គាត់ហ្នឹងចូលមកក្នុងវងមួយមកនៅពេលដែលគាត់ចូលក្នុងមុខរួចរាល់គាត់ថាពេលហ្នឹងគាត់សង្ងំគេងប៉ុន្តែសង្ងំគេងអត់លក់ទេដោយសារគាត់ហ្នឹងចាំសង្កេតមើលកូនរបស់គាត់ដាក់បានតែបន្តិចទេស្រាប់តែកូនរបស់គាត់បើកចេញពីមុងទៀតហើយលើកនេះរត់តែធ្ងន់ទៅទៀតដោយសារកូនរបស់គាត់រត់លេងនៅលើផ្ទះហ្នឹងមករត់លេងក្អាកកាយពេលហ្នឹងដល់ថ្នាក់ប្តីរបស់គាត់ហ្នឹងសួរថាអូនណាគេរត់លេងនៅផ្ទះហ្នឹងប្តីរបស់គាត់វាអស់កម្លាំងផងអញ្ចឹងបិទភ្នែកចិត្តហើយអត់និយាយអត់ទេគ្រាន់តែបើកភ្នែកព្រមសួរប្រពន្ធតែប៉ុណ្្នឹងឯងបងបីក៏ប្រាប់ថាកូនរបស់យើងកំពុងតែរត់លេងនៅលើផ្ទះនៅពេលដែលឮតែកូនរត់លេងលើផ្ទះគាត់ថាញីកូនឯងរត់លេងនេះថ្មនេះម៉ោង 2:10 1ឥឡូវហើយហ្នឹងបើកភ្នែកមកស្រាប់តែគាត់ឃើញកូនរបស់គាត់ហ្នឹងកំពុងតែរត់លេងមែនប្តីរបស់គាត់សួរថារត់លេងយូរនៅបងបីក៏តបថាវារត់លេងយូរហើយខ្ញុំសង្កេតមើលវាបានមកទោះហើយមិនដឹងថាវារត់លេងជាមួយអ្នកណាទេពេលហ្នឹងប្តីរបស់គាត់ហ្នឹងចាប់ផ្ដើមឆ្ងល់ហើយចុះតែហ្នឹងវាមិនអីចឹងទៅពេលហ្នឹងប្តីរបស់គាត់ហ្នឹងក៏ទាញដៃកូនរបស់គាត់ហ្នឹងចូលមកក្នុងមុងហើយពេលហ្នឹងប្តីរបស់គាត់ហ្នឹងក៏មានខ្សែកមានអីដែរណាក៏យកខ្សែករបស់គាត់ហ្នឹងយកមកពាក់ឲ្យកូនរបស់គាត់ទៅនៅពេលដែលយកពាក់ទៅគាត់ថាពេលហ្នឹងក៏ធម្មតាយប់ហ្នឹងគឺគេងលក់ស្រួលធម្មតាភ្ញាក់ឡើងគឺភ្លឺយកតែម្ដងព្រឹកឡើងមកដល់គឺបងបីចាត់ចែងទៅលើម្ហូបហើយរៀបចំម្ហូបរៀបអីចឹងណារៀបចំម្ហូបរួចរាល់ពួកគាត់ហ្នឹងក៏ចាប់ផ្ដើមធ្វើការដែលនៅចិត្តហ្នឹងណាមានធ្វើការជើងអាចធ្វើស្មៅធ្វើអីតាមជើងតាណាមអីចឹងទៅនៅចិត្តហ្នឹងហើយចការរបស់មេរបស់គាត់ហ្នឹងវាធំដែរដីធំមែនតើគាត់ដឹងថាដំបងប្រហែលហិកតាប៉ុន្តែគឺតំណាំពេញគ្រប់ទាំងអស់ហើយគ្រាន់តែប្រព័ន្ធទឹករបស់គេហ្នឹងគឺគេរៀបពេញអស់ហើយអញ្ចឹងវាមិនប្របាននឹងការស្រោចទេណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ធ្វើរួចរាល់ហៅប្តីរបស់គាត់មកហូបរួចរាល់ហ្នឹងក៏ពួកគាត់ទៅធ្វើចការទៅធ្វើជាមួយនឹងគ្នាទៅនៅពេលដែលធ្វើចុកសុកគាត់ថាពេលហ្នឹងគាត់ក៏យករបស់គាត់កូនរបស់គាត់ហ្នឹងមកធ្វើចិត្តខ្លួនដែរកុំឲ្យកូនរបស់គាត់នៅតែម្នាក់ឯងអញ្ចឹងនៅពេលដែលកូនរបស់គាត់កំពុងតែធ្វើសុកកូនរបស់គាត់ប្រាប់ថាម៉ាខ្ញុំទៅកន្លែងប៉ាយអញ្ចឹងគាត់ថាកូនរបស់គាត់ហ្នឹងក៏រត់ទៅកន្លែងឪពុករបស់គេទៅគាត់ហ្នឹងគាត់ធ្វើតែម្នាក់ឯងពុកប៉ហ្នឹងទៅធ្វើចោះធ្វើឡើងស្រាប់តែគាត់ឃើញកូនរបស់គាត់ណារត់នៅភ្នែករបស់គាត់រត់ទៅខាងកន្លែងដើមឈើធំរបស់បងគឺកូនរបស់គាត់រត់ទៅកន្លែងហ្នឹងពេលហ្នឹងឃើញកូនរបស់គាត់រត់អញ្ចឹងគាត់ហ្នឹងក៏រត់ទៅតាមពួកខ្លោចខ្លាចកូនរបស់គាត់វិញនៅក្នុងចការហ្នឹងណាពួកចការហ្នឹងវាធំគួរសមដែរអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់រត់តាមនៅពេលដែលគាត់រត់តាមគាត់ថាពេលហ្នឹងកូនរបស់គាត់ជើងខ្លីៗទេប៉ុន្តែវារត់លឿនមែនទែនគាត់របៀបថាគាត់មនុស្សចាស់ជើងក៏វែងប៉ុន្តែរត់តាមកូនរបស់គាត់អត់ទាន់ទេ
រត់តាមកូនរបស់គាត់រត់មិនទាន់រត់រហូតដល់chờអាដើមឈើធំមួយហ្នឹងនៅពេលដែលរត់ដល់ដើមឈើមួយធំមួយហ្នឹងកូនរបស់គាត់ហ្នឹងក៏ឈរសម្លឹងគាត់ហ្នឹងក៏ទុចជើងដែរអារបៀបថាគេទុចជើងគាត់ទុចជើងដែរឈរពេលហ្នឹងកូនរបស់គាត់សម្លឹងទៅដើមឈើហ្នឹងគាត់ហ្នឹងក៏សម្លឹងទៅដើមឈើតាមកអ្វីដែលគាត់និយាយមួយម៉ាត់ថាកូនគាត់ធ្វើម៉េចគាត់ធ្វើអញ្ចឹងបានបន្តិចកូនរបស់គាត់ហ្នឹងចាប់ផ្ដើមរត់ទៅមុខទៀតដែររត់វឹបទៅស្រាប់តែបាត់នៅកន្លែងគល់ឈើហ្នឹងយកតែម្ដងនៅពេលដែលបាត់កន្លែងគល់ឈើអញ្ចឹងគាត់ទៅក៏រត់ទៅមើលស្រែកហៅកូនរបស់គាត់ស្រែកចុះស្រែកឡើងរត់ជុំវិញនឹងទាំងអស់ប៉ុន្តែអត់មានឃើញកូនរបស់គាត់នៅកន្លែងគល់ឈើហ្នឹងទេហើយបញ្ជាក់មួយដែរគល់ឈើដែលគាត់កំពុងតែនៅហ្នឹងអត់មានព្រៃអីឲ្យសុបរុបនិយាយមួយម៉ាត់ទៅគឺស្រឡះថេងដូចជាមានអ្នកណាកាប់ឆ្ការរហូតអញ្ចឹងស្អាតថេងមកអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏រកកូនរបស់គាត់អត់ឃើញទេតែជេរឲ្យគាត់ហៅផងឲ្យផងគាត់ដើរអឺតមើលជុំវិញនឹងដល់ប៉ុន្តែអត់មានឃើញអ្នកណានៅកន្លែងហ្នឹងឯងចុងក្រោយគាត់ហ្នឹងក៏ដើរត្រឡប់មកវិញនៅពេលដែលគាត់ដើរត្រឡប់មកវិញគាត់ថាពេលហ្នឹងគឺអារម្មណ៍របស់គាត់ឆ្ងល់មែនទែនកូនរបស់គាត់វាទៅណាហើយនៅពេលដែលគាត់ឆ្ងល់អារម្មណ៍របស់គាត់កំពុងតែគិតហ្នឹងហើយកំពុងតែដើរចេញមកវិញហ្នឹងគាត់ថាពេលហ្នឹងគាត់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់ហ្នឹងកំពុងតែឈរសម្លឹងមើលគាត់ពីក្រោយខ្នងអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់អត់ហ៊ានងាកក្រោយទេអត់ហ៊ានងាកក្រោយទេសេតបានបន្តិចគាត់ឃើញកូនរបស់គាត់កំពុងតែនៅជាមួយនឹងប្តីរបស់គាត់ព្រោះពេលហ្នឹងគឺគាត់ក៏លេចមកគឺឃើញកូនរបស់គាត់នៅមួយប្តីហើយគាត់ថាពេលហ្នឹងគាត់គិតថាចំកូនរបស់គាត់មិនក៏រត់មកដល់កន្លែងប្តីលឿនម្ល៉េះអញ្ចឹងគាត់ហ្នឹងក៏កលេចងាកទៅមើលក្រោយអាវាថាគេងាកមើលណានៅពេលដែលគាត់ងាកខ្វាច់ទៅបងប្អូនហើយគាត់ថាពេលហ្នឹងគាត់ឃើញមនុស្សស្រីម្នាក់កំពុងតែចងកកនៅលើដើមឈើហ្នឹងបងប្អូនចងកកឡោកតោកនៅដើមឈើហ្នឹងប៉ុន្តែនៅពេលដែលគាត់បើកភ្នែកងាកមើលឲ្យច្បាស់គាត់ថាអត់មានឃើញអ្នកណានៅកន្លែងដើមឈើហ្នឹងឯងអត់មានឃើញខ្មោចអីណាទេអត់មានឃើញអ្នកចងកទេគាត់ថាពេលហ្នឹងអត់ឆាំយូរទេគាត់រត់ត្រឡប់មកកន្លែងប្តីរបស់គាត់វិញនៅពេលដែលមកដល់ប្តីគាត់ថាពេលហ្នឹងគាត់ឃើញប្តីរបស់គាត់ច្បាស់ថានៅកន្លែងហ្នឹងនៅពេលដែលគាត់មកដល់កន្លែងហ្នឹងបែរទៅជាបាត់ប្តីរបស់គាត់កន្លែងហ្នឹងដូចគ្នាគាត់ថាពេលហ្នឹងគឺគាត់ព្យាយាមសាច់និយាយមកថាដូចគាត់ហ្នឹងវេនៅក្នុងព្រៃហ្នឹងអញ្ចឹងអាចកាហ្នឹងអញ្ចឹងទាំងតែចកាហ្នឹងគឺនៅវិចិត្រផ្ទះទេដូចខ្ញុំនិយាយអញ្ចឹងតែដើមឈើហ្នឹងប្រហែលជា50ម៉ែត្រពីផ្ទះទេអញ្ចឹងគាត់ឃើញប្តីរបស់គាត់ច្បាស់តែដល់ពេលដែលគាត់មកដល់កន្លែងហ្នឹងបែរជាអត់ឃើញប្តីរបស់គាត់គាត់ថាពេលហ្នឹងគឺគាត់ស្រែកដូចគាត់វែងអញ្ចឹងស្រែកមួយម៉ាត់ពី2ម៉ាត់ពីរម៉ាត់អត់មានសម្លេងតបទេប៉ុន្តែបានបន្តិចបានឮសម្លេងតបសម្លេងហ្នឹងគឺនៅឯផ្ទះនោះដល់តែគាត់ក៏លេងទៅមើលគាត់ឃើញប្តីរបស់គាត់នៅផ្ទះមែននៅជាមួយនឹងកូនរបស់គាត់ហើយគាត់នឹងក៏រត់មកផ្ទះមកនៅពេលដែលរត់មកដល់ផ្ទះគាត់ឃើញប្តីរបស់គាត់នឹងកំពុងតែដួសបាយដួសអីឲ្យកូនហើយពេលហ្នឹងគាត់ក៏សួរថាហើយឯងមកផ្ទះតាំងកាលគាត់ថាគាត់មកសន្ទុះឯតាពេលដែលឯងរត់ទៅក្នុងហ្នឹងខ្ញុំអាចដើរទៅក្នុងហ្នឹងខ្ញុំនឹងដើរមកផ្ទះវិញដោយសារកូនវាហេវដល់ពេលអញ្ចឹងខ្ញុំយកឲ្យមកដួសបាយវាទៅដំបូងខ្ញុំហៅឯងហ្នឹងឲ្យយកកូនប៉ុន្តែឯងហ្នឹងប្រាប់ថាយកទៅខ្ញុំទៅនោះមួយផ្លែតតែរបៀបតបធម្មតាប៉ុន្តែបងបីក៏តបវិញថាគាត់អត់បាននិយាយតបជាមួយនឹងប្តីសំបីតែមួយម៉ាត់អញ្ចឹងគាត់ថាពេលហ្នឹងគាត់មានអារម្មណ៍ថាដូចជាអញញ៉ៃពេញនឹងទាំងអស់អារម្មណ៍របស់គាត់ថាដូចអញញ៉ៃហើយពេលហ្នឹងប្តីរបស់គាត់ហ្នឹងក៏បញ្ចុកបាយចឹងទៅហើយបញ្ចុកបាយរួចពួកគាត់ហ្នឹងក៏នាំគ្នាអង្គុយហូបបាយបន្តទៅហូបបាយអាការថ្ងៃត្រង់ណាហូបបាយរួចគាត់ថាពេលហ្នឹងគាត់ក៏សម្រាកនៅក្រោមផ្ទះហ្នឹងហើយនៅពេលដែលសម្រាកក្រោមផ្ទះគាត់ថាពេលហ្នឹងគឺគាត់លឺកូនរបស់គាត់ហ្នឹងរត់លេងនៅលើផ្ទះហើយទុងទាំងពេញហ្នឹងអស់ប៉ុន្តែដោយសារភាពអកកម្លាំងផងគាត់ថាគាត់នៅតែគេងនៅហ្នឹងទៅគាត់អត់ខ្វល់អីច្រើនទេគាត់ឲ្យកូនគាត់លេងតាមទម្រង់លើផ្ទះហ្នឹងទៅអញ្ចឹងគាត់ថាពេលដែលកូនរបស់គាត់លេងហត់ហ្នឹងក៏ចុះមកវិញហើយចុះមកវិញហ្នឹងកូនរបស់គាត់ហ្នឹងចុះដោយសារយំទៀតហើយពេលហ្នឹងគាត់ក៏សួរថាមានរឿងអីមែនណាគេធ្វើអីគាត់ឯងបានយំហ្នឹងពេលហ្នឹងកូនរបស់គាត់ក៏ប្រាប់ថាអាបងនោះវាលេងខូចវាលេងចេញណាប្រាប់ម្ដាយរបស់គាត់អាបងណាពេលហ្នឹងមិនសួរណាអាបងណាអាបងនៅលើផ្ទះយើងហ្នឹងលេងខូចអាគេចាប់បានហើយហ្នឹងថាអត់បានទៀតគាត់ថាពេលហ្នឹងគឺកូនគាត់ជុំខ្លាំងមែនដែរហើយគាត់ក៏លួងទៅហើយភ្នែករបស់គាត់ហ្នឹងចេះតែសម្លឹងទៅមើលខាងលើផ្ទះហើយនៅពេលហ្នឹងទាំងប្តីទាំងអីហ្នឹងគឺគាត់នៅនឹងជុំគ្នាគាត់ថាប្តីរបស់គាត់មានអារម្មណ៍ថាអត់ស្រួលទេផ្ទះហ្នឹងប៉ុន្តែពួកគាត់អត់អាចថាលើធ្វើមិនបានទេហើយណាមួយប្តីរបស់គាត់ហ្នឹងក៏មានរបស់ស័ក្តិសិទ្ធិអីតិចតួចហ្នឹងថាពេលហ្នឹងពេលដែលគាត់នេះហ្នឹងគឺអាយុមិញហ្នឹងគឺគាត់យកអាខ្សែកហ្នឹងយកមកពាក់ខ្លួនឯងវិញប្តីណាហើយពេលអានេះមិនពេលព្រឹកហើយមិនមែនពេលយប់ទេពេលព្រឹកហើយដែលគាត់យកខ្សែកហ្នឹងយកមកពាក់ខ្លួនឯងពេលយប់គាត់ឲ្យកូនរបស់គាត់ចឹងទៅប៉ុន្តែ
ពេលថ្ងៃគាត់ពាក់តែខ្លួនឯងចឹងទៅអញ្ចឹងមើលមុខគ្នាហើយគាត់ធម្មតាតែដល់ម៉ោងធ្វើការយកកូនរបស់គាត់ហ្នឹងទៅធ្វើការដូចគ្នាចឹងក៏ពេលឲ្យកូនរបស់គាត់នឹងក្រោមឯឈើចឹងទៅដើមឈើអញ្ចឹងណាស្រាប់តែគាត់កំពុងតែធ្វើសុកហ្នឹងស្រាប់តែគាត់ឃើញមនុស្សស្រីម្នាក់បក់ដៃហៅគាត់ណាគាត់នៅពេលដែលម្នាក់ស្រីនោះបក់ដៃហៅគាត់បែរទៅជាបាត់បង់ការគ្រប់គ្រងខ្លួនឯងហ្មងបាត់បង់ការគ្រប់គ្រងខ្លួនឯងណាហើយគាត់ហ្នឹងក៏ដើរទៅតាមម្នាក់ស្រីហ្នឹងនៅពេលដែលគាត់ដើរតាមទៅគាត់ថាពេលហ្នឹងគឺគាត់ដើរសម្ដៅទៅកន្លែងដើមឈើមួយហ្នឹងឯងនៅពេលដែលគាត់ដើរទៅដល់កន្លែងហ្នឹងគាត់ថាពេលហ្នឹងគឺគាត់ហ្នឹងអត់ដឹងខ្លួនអីទេនៅពេលដែលគាត់ដឹងខ្លួនមកវិញហ្នឹងគឺប្តីរបស់គាត់ទៅចាប់គាត់ជាប់ហើយសួរគាត់ថាឯងចង់ធ្វើអីហ្នឹងបានគាត់ហ្នឹងភ្ញាក់ខ្លួននៅពេលដែលភ្ញាក់ខ្លួនមកគាត់ឃើញដៃរបស់គាត់ប្តីរបស់គាត់ហ្នឹងចាប់គាត់ជាប់បាត់ហើយពេលហ្នឹងដែរគាត់ក៏សួរទៅប្តីថាមានរឿងអីមែនគាត់ថាឯងហ្នឹងមករងឡើងដើមឈើហ្នឹងគាត់នៅលើបែបហ្នឹងភ្លាមគាត់ថាគាត់ហ្នឹងមុនហ្នឹងគឺឃើញមនុស្សស្រីម្នាក់ហៅគាត់មកកន្លែងហ្នឹងពេលហ្នឹងប្តីរបស់គាត់ទៅទាញប្រពន្ធរបស់គាត់ត្រឡប់មកវិញហើយនៅពេលដែលគាត់ដើរត្រឡប់មកវិញគាត់ថាពេលហ្នឹងគាត់ទៅឆ្លៀតកលេសទៅមើលខាងក្រោយទៀតនៅពេលដែលគាត់កលេសទៅមើលខាងក្រោយគាត់ឃើញមនុស្សស្រីហ្នឹងបើកភ្នែកឡើងក្រហមឈើនឹងគល់ឈើហ្នឹងសម្លក់មកពើពួកគាត់ណាគាត់ថាពេលហ្នឹងគឺគាត់ភ័យមែនតើអារម្មណ៍មួយនេះគាត់ថាគឺពិបាកមែនតើគាត់គិតក្នុងចិត្តថាពួកយើងគិតយ៉ាងម៉េចអានេះគាត់គិតក្នុងចិត្តណាគិតមិនដល់ក្រោយមកទៀតមកដល់ផ្ទះគាត់ក៏សួរប្តីរបស់គាត់ថានៅកន្លែងហ្នឹងដូចជាមិនស្រួលទេយើងត្រឡប់ទៅផ្ទះយើងវិញហីអាហ្នឹងគឺគាត់គិតអញ្ចឹងណាប៉ុន្តែប្តីរបស់គាត់ថាមិនបាច់ទេយើងព្យាយាមនៅទៅវាមិនអីទេអញ្ចឹងគាត់ថាពេលហ្នឹងគាត់ចេះតែធ្វើបានបន្តិចក៏គាត់លឺសំឡេងអ៊ំប្រុសម្នាក់ហៅគាត់ពីខាងមុខផ្ទះមកនៅពេលដែលលឺអញ្ចឹងគាត់ហ្នឹងក៏តបទៅវិញទៅហើយគាត់ក៏រត់ទៅមើលទៅនៅពេលហ្នឹងអ៊ំប្រុសហ្នឹងក៏គាត់យកដូចថាដំណាំដែលគាត់ដាំហ្នឹងយកមកឲ្យហើយគាត់ក៏យកមកហូបអញ្ចឹងទៅហើយអ៊ំប្រុសគាត់ប្រាប់ថានៅនឹងឲ្យប្រយ័ត្នតិចទៅណាហើយគាត់ក៏ហុចរបស់មួយគាត់អត់ដឹងថារបស់ហ្នឹងជារបស់អីទេប៉ុន្តែគាត់ហុចរបស់ហ្នឹងរបៀបដុំមួយទូចទេហើយគាត់ប្រាប់ថាបើសិនជាមានរឿងអីយកអាហ្នឹងយកទៅជួយទៅឬក៏ដាក់តាមខ្លួនទៅហើយនេះសម្រាប់កូនឯងហុចមួយទៀតឲ្យកូនហ្នឹងទៅអញ្ចឹងគាត់ថាពេលហ្នឹងក៏គាត់ហ្នឹងដើរត្រឡប់មកវិញហើយគាត់ឃើញរបស់ហ្នឹងដូចជាវាមិនតំណងអីទេវាដូចតែរបស់មួយដែលមើលទៅវាមិនច្បាស់ជាស្អីឲ្យប្រកាសណាហើយគាត់ចេះតែយកមកដល់ផ្ទះមកគាត់ថាណែអ៊ំប្រុសឲ្យអានេះឲ្យនោះចឹងទៅហើយអ៊ំប្រុសឲ្យរបស់នេះមកហើយប្តីរបស់គាត់នៅពេលដែលឃើញរបស់ហ្នឹងគាត់ទៅក៏មិនបានទៅចាប់អារម្មណ៍អីច្រើនដែរគាត់ថានេះសម្រាប់អាអូនហើយអានេះសម្រាប់ខ្ញុំអីចឹងទៅអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ដាក់ជាប់ខ្លួនទៅនៅពេលដែលដាក់ជាប់ខ្លួនគាត់ថាពេលហ្នឹងកូនរបស់គាត់ក៏មិនមានអីលេងដូចមុនដែរអាតន់មានរបស់ហ្នឹងកូនរបស់គាត់តែងតែរត់លេងនៅលើផ្ទះលេងអីចឹងណាប៉ុន្តែនៅពេលដែលមានរបស់ហ្នឹងកូនរបស់គាត់នៅស្ងៀមលេងតែម្នាក់ឯងទេហើយគាត់ក៏ពេលហ្នឹងក៏អត់មានជួបអីដែរហើយយប់ឡើងគាត់ក៏យកអារបស់ហ្នឹងចូលទៅដាក់នៅផ្ទះគាត់ថាពេលហ្នឹងនៅដាក់ក្នុងផ្ទះអត់មានបានជួបអីទេប៉ុន្តែអាមិនត្រឹមបានជួបនៅអាក្រៅហ្នឹងហើយគេតាមគាត់យកសពទៀតពេលហ្នឹងគេយកសពប្រាប់គាត់ថាឲ្យគាត់ហ្នឹងចេញពីផ្ទះគាត់ចេញពីផ្ទះគេទៅអាហ្នឹងគឺផ្ទះរបស់គេនៅទេចាញ់ទៅគាត់ថាពេលហ្នឹងគឺមិនមែនតែម្នាក់ទេគឺ3នាក់មានកូនមានប្តីមានមនុស្សស្រីហ្នឹងឯងពុតហ្នឹងឯងគឺឈរសម្លក់គាត់ហើយស្រែកឲ្យពួកគាត់ហ្នឹងចេញពីផ្ទះហ្នឹងអាផ្ទះហ្នឹងគឺជាផ្ទះរបស់គេទេស្រែកមិនមែនស្រែកធម្មតាស្រែកកំហុសខ្លាំងហើយចង្អុលភ្នែកគាត់ឡើងខ្លាយយកតែម្ដងគាត់ថាចង្អុលគាត់រហូតដល់គាត់ភ្ញាក់ណាហើយគាត់ថាពេលហ្នឹងគឺគាត់មុននឹងភ្ញាក់ហ្នឹងគឺគាត់ឃើញមកគ្រួសារហ្នឹងគេដើរចូលទៅក្នុងអាបន្ទប់ហ្នឹងបាត់ហើយចូលទៅក្នុងបន្ទប់ហ្នឹងណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ភ្ញាក់ហើយមីប្រមើហើយគាត់ក៏មកសងំគេងវិញទៅជពះទៅលើអាវត្ថុហ្នឹងទៅសងំគេងលក់បាត់ទៅគាត់ថាព្រឹកឡើងមកដល់គឺដូចដើមអញ្ចឹងចាត់ចែងចំណីអាហាររបស់ប្តីអញ្ចឹងទៅធម្មតាអញ្ចឹងទៅហើយកាត់រហូតដល់យូរក៏សមដែរគាត់អត់បានជួបរឿងអីទេសំបីតែម្នាក់ស្រីដែលនៅក្រៅហ្នឹងគាត់ថាគាត់អត់បានជួបដែរអញ្ចឹងគាត់ថាពេលហ្នឹងគឺដូចជាគាត់ផ្លិចយកអារបស់ហ្នឹងតាមខ្លួនគាត់ថាគាត់ទៅធ្វើចការនៅហ្នឹងគាត់ថាពេលដែលគាត់កំពុងតែធ្វើចការហ្នឹងក្បែរហ្នឹងអាដើមឈើមួយហ្នឹងដែរប្តីរបស់គាត់ក៏ធ្វើនៅកន្លែងហ្នឹងដូចគ្នាហើយនៅពេលដែលកំពុងតែធ្វើសុកហ្នឹងគាត់ព្រារម្ភថាដូចជាមាននរណាម្នាក់ហ្នឹងកំពុងតែយល់អីមួយយ៉ាងនៅកន្លែងដើមឈើហ្នឹងដូចជាយល់ឡោកតោនៅដើមឈើហ្នឹងគាត់មើលទៅណាព្រោះវាបាំងតំណាំផងណាអញ្ចឹងក៏តិចវឹតចុះវឹតឡើងទៅគាត់ឃើញដូចជាមាននរណាម្នាក់ហ្នឹងកំពុងឡោកតោហ្នឹង
ដល់តែគាត់ព្យាយាមសង្កេតមើលមែនតើគាត់មានអារម្មណ៍ថាដូចជាមានមនុស្សចងកនៅដើមឈើហ្នឹងគាត់ក៏កេះទៅប្តីរបស់គាត់ថាឯងមើលណាគេដូចជាមានណាគេចងកនៅដើមឈើពេលហ្នឹងប្តីរបស់គាត់ក៏លេចទៅមើលនៅពេលដែលក៏លេចទៅមើលប្តីរបស់គាត់ប្រាប់ថាអត់មានឃើញស្អីទេឯងឃើញអីមែនពេលហ្នឹងបងមិនណាគាត់នៅតែនិយាយដែរថាគាត់ឃើញមនុស្សចងកនៅដើមឈើប្តីរបស់គាត់ព្យាយាមមើលមែនតើប៉ុន្តែមើលយ៉ាងណាក៏អត់បានឃើញអីនៅកន្លែងដើមឈើហ្នឹងដែរអត់មានឃើញអីទេពេលហ្នឹងបងមីក៏គាត់ដើរតិចទៅមើលនៅពេលដែលគាត់ដើរតិចទៅមើលបងប្អូនហើយគាត់ថាពេលហ្នឹងគឺគាត់ស្រែកឡើងផ្លាត់សលេងណាដោយសារគាត់ឃើញមនុស្សស្រីកំពុងតែចងកធ្លាក់អណ្ដាតឡើងដល់ពុះហើយបងភ្នែកឡើងលឿនថ្លាមុខឡើងហើបស្ពុលណាឡើងខៀវណាគាត់ថាពេលហ្នឹងគឺសឹងតែផ្ទុះហើយដូចថាអាលេចចងកយូរថ្ងៃយូរខែអញ្ចឹងណាគាត់ថាពេលហ្នឹងគឺឃើញច្បាស់នឹងភ្នែកមែនមិនមែនអារបៀបបំភាន់ទេគឺនៅភ្នែកយើងស្រស់ហ្មងណាគាត់ថាពេលហ្នឹងគឺគាត់ស្រែកឲ្យប្តីរបស់គាត់មកជួយប្តីរបស់គាត់ក៏រត់មកមើលទៅនៅពេលដែលរត់មកមើលគឺអត់មានឃើញអីទេហើយនៅពេលហ្នឹងគឺប្តីរបស់គាត់ចាប់ផ្ដើមសង្កេតមើលកន្លែងដើមឈើហ្នឹងនៅពេលដែលសង្កេតចុះសង្កេតឡើងគាត់ឃើញស្នាមអារបៀបថាខ្សែមួយដែលគេមិនទាន់ស្រាយអស់ណាដូចថាវាចងជាប់នៅមេឃហ្នឹងណាហើយស្នាមហ្នឹងគឺគាត់មើលទៅដូចជាស្នាមដែលគេយកខ្សែមួយយកមកចងកន្លែងហ្នឹងណាមិនមែនស្នាមគឺគាត់ឃើញខ្សែយកតែម្ដងគាត់ក៏គិតក្នុងចិត្តថាប្រហែលជាដើមឈើហ្នឹងវាមានបញ្ហាអីមួយហើយអញ្ចឹងគាត់ថាពេលហ្នឹងគាត់ហ្នឹងក៏ត្រឡប់មកវិញហើយនៅពេលដែលគាត់ត្រឡប់មកវិញគាត់ក៏តាក់ទងទៅប្តីរបស់គាត់តាក់ទងទៅមេរបស់គាត់ថាដើមឈើនៅខាងក្រោយហ្នឹងអត់ស្រួលទេបងហើយនៅពេលដែលមេរបស់គាត់លឺអញ្ចឹងគាត់ថាមានអីមែនគាត់ថាវាអត់ស្រួលវាដូចជាមានស្អីនៅដើមឈើហ្នឹងពេលហ្នឹងបានមេរបស់គាត់ប្រាប់ថាដើមឈើហ្នឹងមុននឹងពួកអូនឯងមកនៅគឺមានគេចងកនៅកន្លែងហ្នឹងគាត់នៅលើបែបហ្នឹងភ្លាមគាត់ថាមានគេចងកមែនទេបងព្រោះមុនហ្នឹងប្រពន្ធខ្ញុំក៏ជួបបែបហ្នឹងដែរគាត់ថាគេចងកនៅហ្នឹងប៉ុន្តែបងអត់បានប្រាប់បងភ្លេចប្រាប់អញ្ចឹងទៅហើយគិតថាវាលេងអីហើយព្រោះវាក៏យូរដែរហើយប៉ុន្តែអូនឯងឃើញទៀតមែនគាត់ថាគាត់ឃើញទៀតហើយវាអត់ស្រួលទេបងបើសិនជាទុកដើមឈើហ្នឹងខ្ញុំមានអារម្មណ៍ថាទុកនៅហ្នឹងគឺអត់ស្រួលទេខ្លាចវាមានបញ្ហាដល់កូនចៅគាត់ណានៅពេលដែលគាត់និយាយបែបហ្នឹងមេរបស់គាត់ក៏ប្រាប់ថាឥឡូវអូនឯងហ៊ានកាប់អត់ព្រោះបងឲ្យគេកាប់ពី3នាក់ហើយតែអត់មានអ្នកណាហ៊ានកាប់សោះហើយកាប់ទៅចេះតែមានបញ្ហានេះបញ្ហានោះអញ្ចឹងណាអញ្ចឹងអូនឯងហ៊ានអត់បើហ៊ានកាប់ចោលទៅនៅពេលដែលឮថាមេរបស់គាត់ឲ្យកាប់អញ្ចឹងគាត់ក៏គិតដែរហើយនៅហ្នឹងក៏មានអាកង់តឺន័រអាលឈើដែរអាកាត់ដើមឈើហ្នឹងហើយដើមឈើហ្នឹងក៏វាមិនធំដែរបំប៉ិនខ្លួនមនុស្សទេគាត់ថាវាខ្ពស់រៀងខ្ពស់បន្តិចណាហើយក៏វាមានមេឃសាខាអីចឹងទៅអញ្ចឹងនៅពេលដែលបានភ្លើងខៀវពីមេរបស់គាត់ហ្នឹងក៏ទាញអាកង់តឺន័ររបស់គាត់ហ្នឹងយកទៅកាត់ប៉ុន្តែអ្វីដែលចម្លែកកង់តឺន័រដែលគាត់ទាញតែមកព្រឹបឆេះគាត់ថាពេលដែលគាត់ទៅដល់កន្លែងដើមឈើហ្នឹងគាត់បំរុងនឹងកាត់ប្រឆេះកាត់គាត់ទាញឡើងចង់របូតដៃគាត់អត់ឆេះទេទាញយ៉ាងម៉េចក៏មិនឆេះទាញយ៉ាងម៉េចក៏មិនឆេះដែរគាត់ថាពេលហ្នឹងគឺគាត់ឆ្ងល់មែនតើហើយគាត់ហ្នឹងក៏យកអាខ្សែករបស់គាត់ហ្នឹងរបៀបថាគាត់ចេះតិចតួចដែររបៀបថាគាត់ធ្លាប់បួសរៀនតិចតួចណាគាត់ក៏លើកយកអាខ្សែករបស់គាត់ហ្នឹងសូត្រអីតិចតួចទៅគាត់ថាពេលហ្នឹងក៏យកខ្សែករបស់គាត់ហ្នឹងយកទៅដាក់នៅចិត្តនឹងគល់ឈើហ្នឹងអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏បិឆេះហ្នឹងភាសាទៀតនៅពេលដែលបិឆេះភាសាទៀតគាត់ថាពេលហ្នឹងគឺឆេះធម្មតាឆេះចាប់ដើមកាត់ប៉ុន្តែគាត់កាត់សុកលេងស្រាប់តែអាដើមឈើហ្នឹងវាហូរឈាមចេញមកបងប្អូនហូរឈាមចេញពីដើមឈើយកតែម្ដងនៅពេលដែលឃើញបែបហ្នឹងប្តីគាត់ហ្នឹងនិយាយថាគាត់ថយណាថយខ្ញាក់ប៉ុន្តែពេលហ្នឹងគឺបងមីហ្នឹងគឺគាត់នៅផ្ទះទេដោយសារគាត់ភ័យមុនហ្នឹងអញ្ចឹងគាត់នៅផ្ទះទេអញ្ចឹងប្តីរបស់គាត់ហ្នឹងគឺមកកាត់ឲ្យដាក់រឿងហ្នឹងគឺដោយសារជួបហ្នឹងប្តីរបស់គាត់ប្រាប់តាមទៅហ្នឹងទៅគាត់ថាពេលដែលប្តីរបស់គាត់កាត់គឺហូរឈាមចេញពីដើមឈើហ្នឹងយកតែម្ដងពេលហ្នឹងប្តីរបស់គាត់ហ្នឹងក៏ថយខ្ញាក់មកប៉ុន្តែនៅពេលដែលថយខ្ញាក់មកមើលភាសាទៀតវាអត់មានហូរឈាមអីទេហើយហ្នឹងគាត់ហ្នឹងក៏កាត់បន្តទៅគាត់ថាកាត់រហូតដល់ដើមឈើនឹងដួលទាំហ្មងគាត់ថាពេលដែលដួលទាំពុបឮសំឡេងអូយស្រែកនៅកន្លែងដើមឈើហ្នឹងហ្មងណាហើយគាត់ថាពេលហ្នឹងគឺជាពេលថ្ងៃនេះហើយឮសំឡេងស្រែកនៅពេលដែលឮសំឡេងស្រែកគាត់គិតថាប្រហែលជាមានមនុស្សនៅចិត្តហ្នឹងហើយគេស្រែកអីចឹងទៅប៉ុន្តែពេលដែលគាត់មើលជុំវិញហ្នឹងគឺអត់មានអ្នកណាទេហើយដើមឈើហ្នឹងដួលទៅតាមអ្វីដែលគាត់ចង់ឲ្យដួលទៅដូចជាមិនប៉ះដើមអីទេគាត់ក៏ចាប់ផ្ដើមអាលអញ្ចឹងណាអាលមេឃមួយរហូតដល់អាមេឃមួយដែល
គាត់សង្ស័យថាមានគេអានវាថាគេចងខ្សែណានៅនឹងដល់តែគាត់មើលទៅគាត់ថាវាពិតជាមានខ្សែមួយដែរតែចងនៅកន្លែងហ្នឹងណាដែលគេដេកថាគេចងកនៅនឹងមែនប៉ុន្តែគេអត់បានកាត់អាខ្សែនឹងទាំងអស់ទេគេកាត់តាមបន្តិចហ្នឹងអាកន្លែងដែលព្យួរឡោកតោហ្នឹងកាត់កន្លែងហ្នឹងគេអត់បានកាត់នៅអាកន្លែងឬគល់អាដើមហ្នឹងទេដូចតែគេកាត់យកតែមកសពយកមកសិនណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏អាលកន្លែងហ្នឹងទៅអាលជ្រៀកខ្ទេចខ្ទីអស់ហើយម៉ត់លេវមកបងប្អូនខ្ទេចម៉ត់មកហើយគាត់ថាពេលហ្នឹងនៅกับមុខផ្ទះបកគាត់បច្ចៈដែរមុខផ្ទះបកគាត់មកមិនបានប្រាប់ថាគាត់បានរៀបចំនៅមុខផ្ទះហ្នឹងស្អាតបាតហើយអាកន្លែងប្រភូមិកន្លែងអីហ្នឹងគឺគាត់អុជធូបរសសិលហើយដូរនិយាយមកបាត់គេធ្វើស្អាតជាងមុនគាត់ធ្វើស្អាតជាងមុនអញ្ចឹងនៅពេលដែលកាត់រួចរាល់ប្តីបកគាត់ហ្នឹងក៏ត្រឡប់មកវិញនៅពេលដែលត្រឡប់មកវិញគាត់ថាពេលហ្នឹងគឺឃើញប្តីបកគាត់ហ្នឹងដើរជាមួយនឹងស្ត្រីម្នាក់ដែលមានមនុស្សស្រីម្នាក់ហ្នឹងដើរពីខាងក្រោយខ្នងគាត់ថាពេលហ្នឹងគឺគាត់មើលអត់ច្បាស់ទេគាត់ក៏ដឹងថាមានមនុស្សស្រីដូចជាកំពុងតែដើរតាមជំហានជើងរបស់ប្តីរបស់គាត់ណាប្តីរបស់គាត់បោះមួយជំហានម្នាក់ស្រីហ្នឹងបោះមួយជំហានអញ្ចឹងនិយាយមួយម៉ាត់ថាដូចមនុស្សបាំងអត់ឃើញអីទេប៉ុន្តែគាត់ឃើញសក់គេភើយនៅក្រោយខ្នងប្តីរបស់គាត់គាត់ថាពេលដែលគាត់ដើរមកចិត្តដល់អាប្តីរបស់គាត់ដើរមកចិត្តដល់គាត់ក៏សួរថាឯងអ្នកណាគេដើរក្រោយខ្នងឯងពេលហ្នឹងប្តីរបស់គាត់ងាកមកមើលនៅពេលដែលងាកមើលគាត់ប្រាប់ថាអត់មានអីទេពេលហ្នឹងបងមីហ្នឹងក៏ព្យាយាមអើតឲ្យផុតពីខ្នងប្តីរបស់គាត់ពីមុខប្តីរបស់គាត់នៅពេលដែលអើទៅអត់មានឃើញអ្នកណានឹងក្រោយខ្នងទេគាត់ក៏ធម្មតាដែរហើយពេលហ្នឹងគាត់ហ្នឹងក៏សួរថាមិនហើយដើមឈើហ្នឹងគាត់ថាគាត់កាត់ខ្ទេចទីអស់អាហ្នឹងគាត់ថាពេលហ្នឹងកាត់រហូតដល់ល្ងាចណាគាត់ហូបបាយជុំគ្នានៅពេលដែលគាត់ហូបបាយជុំគ្នារួចរាល់គាត់ថាពេលហ្នឹងពួកគាត់ឡើងទៅគេងហើយមួយទឹកហើយឡើងទៅគេងគាត់ថាពេលហ្នឹងគឺទៅហឹងហ្មងបងប្អូនស្រែកឲ្យជួយណាជួយហងគាត់ថាពេលហ្នឹងគឺសំឡេងមនុស្សស្រីល្វើយមកគាត់ថាពេលហ្នឹងគឺគាត់ដេកអត់លក់ទេគាត់អើតតែមើលដល់ដូចថាផ្ទះរបស់គាត់វាមានប្អួចណាគាត់អើតតែមើលនៅពេលដែលគាត់អើតមើលគាត់ឃើញមនុស្សស្រីកំពុងតែឈរនៅផ្ទះគាត់ហ្នឹងហើយស្រែកឲ្យគាត់ជួយបក់ដៃឲ្យគាត់ជួយគាត់ថាពេលហ្នឹងដោយសារគាត់មានរបស់ផងគាត់អត់បានចាញ់អារបៀបតែមុនសណ្ដំទេហើយមួយទៀតគាត់ថាពេលដែលគាត់រៀបដើរចុះទៅគាត់លឺសំឡេងមនុស្សប្រុសឬស្រីហ្នឹងអត់ឲ្យគាត់ចុះទៅលើផ្ទះទេអត់ឲ្យចុះទេគាត់ថាពេលហ្នឹងប្រហែលជាគ្រួសារដែលនៅជាមួយគាត់ហ្នឹងជួយគាត់ផងមកទៅគឺរបៀបថាដូចជានៅជាមួយគ្នាទៅរាក់ទាក់ជាមួយគ្នាគាត់ចេះតែដាក់នេះដាក់នោះទៅដូចជាអាចរស់នៅផ្សំគ្នាបានណាអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់អត់ព្រមអត់ទៅណាគាត់ទប់ចិត្តគាត់បានអញ្ចឹងគាត់ថាពេលដែលគាត់កលេចទៅមើលភាសាទៀតគឺបាត់ហើយប៉ុន្តែមកយប់ហ្នឹងគឺយំឡើងទៅហឹងពេញនឹងទាំងអស់ហើយនិយាយមួយម៉ាត់ថាផ្ទះរបស់គាត់គេងអត់បានទេយំហើយគឺមកគោះផ្ទះទុងទាំងពេញនឹងទាំងអស់ដូចថាយើងទៅកាត់អាកន្លែងផ្ទះគេនៅដល់ពេលចឹងគេមករករឿងយើងទុងទាំងចឹងទៅហើយនៅពេលហ្នឹងព្រឹកឡើងមកដល់ហ្នឹងគាត់ក៏ទៅជួបអ៊ំប្រុសម្នាក់ដែលគាត់បានឲ្យរបស់របរអីតិចតួចមកឲ្យគាត់ហ្នឹងណាគាត់ក៏ដើរទៅជួបទៅនៅពេលที่គាត់ដើរជួបទៅគាត់ថាពេលហ្នឹងគាត់ក៏ប្រាប់តាមតំណែងតំណងទៅអ៊ំប្រុសហ្នឹងក៏គាត់ទាញអាថងយាមរបស់គាត់មួយហ្នឹងដើរមកបណ្ដោយដើរឲ្យមកជាមួយគ្នាណាដើរមកទៅគាត់ថាពេលហ្នឹងគាត់ក៏ដើរសម្ដៅទៅអាកន្លែងដើមឈើហ្នឹងទៅធ្វើពិធីប្រើចុះប្រើឡើងទៅក៏រៀបថាវាយស្នឹងវាយអីនៅអាកន្លែងគល់ឈើហ្នឹងទៀតណាហើយក៏វាយអាដើមឈើចិត្តហ្នឹងដែលរៀងត្រឹសធ្វើហ្នឹងគឺវាយចោលវាយអាដៃគោហ្នឹងពេញហ្នឹងទាំងអស់ហើយក៏គាត់ត្រឡប់មកវិញមកគាត់ថាពេលហ្នឹងគឺគាត់សួរអ៊ំប្រុសថាតើវាមានរឿងអីនៅកន្លែងហ្នឹងទៅអ៊ំប្រុសហ្នឹងក៏ប្រាប់តាមតំណែងតំណងទៅគាត់ថាកន្លែងហ្នឹងគឺមានគេចងកស្លាប់អ្នកដែលចងកហ្នឹងគឺជាអ្នកដែលស្នាក់នៅផ្ទះហ្នឹងឯងដូចជាមកគ្រួសារអញ្ចឹងស្លាប់នៅហ្នឹងទៅប៉ុន្តែមិនមែនគ្រួសារមុនទេគ្រួសារមុនក៏មានអ្នកស្លាប់នៅហ្នឹងមកគ្រួសារដែរគឺនៅលើផ្ទះហ្នឹងហ្មងប៉ុន្តែគាត់ដឹងថាមិនទេគាត់ព្យាយាមសុំឲ្យមកចាប់មកអីដែរប៉ុន្តែម្ចាស់ផ្ទះគេអត់នៅហើយគេក៏មិនសូវជឿរឿងហ្នឹងក៏តាមហ្នឹងទៅគាត់ក៏មិនបានទៅប៉ះពាល់កន្លែងគេណាបើសិនជាគេមិនអោយគាត់មកប៉ះពាល់ហើយគាត់ក៏អត់ហ៊ានទៅប៉ះពាល់ដែរអញ្ចឹងគាត់ថាចេះតែបដែតដល់ពេលទៅឃើញគូពួកអូនឯងមកក្មួយឯងមកឃើញដូចជាមាននិស័យជាមួយគ្នាក៏ចេះតែអោយរបស់ហ្នឹងយកមកការពារខ្លួនទៅហើយមិនដែរគាត់ថាអត់អីទេហើយតាំងពីអ៊ំប្រុសម្នាក់ហ្នឹងគាត់ធ្វើពិធីវាយស្នឹងវាយអីនឹងពេញនឹងទាំងអស់មកគាត់ដូចជាអត់មានជួបអីដែរអត់មានជួបហេតុការណ៍អីនៅកន្លែងហ្នឹងទេហើយគ្រួសារដែលនៅស្នាក់នៅជាមួយគ្នាហ្នឹងគាត់ថារស់នៅជាមួយគ្នាដូចជាអត់មានបញ្ហាដែរប៉ុន្តែគាត់ក៏អាសាឃើញដូចគ្នាប៉ុន្តែគេមិនបានមកលងបន្លាចដូចមុនទេគាត់ថាគេមកធម្មតាឯណាហើយពេលដែលគាត់សួរកូនរបស់គាត់ទៅគាត់ថាពេលហ្នឹងគឺកូនរបស់គាត់ហ្នឹងគឺលេងជាមួយនឹងកូនរបស់ខ្មោចមួយនឹងឯងហើយពេល
ក្រោយមកទៀតមកគាត់ថាកូនរបស់គាត់ក៏នៅតែលេងក្អុកអាពេញហ្នឹងទៅប៉ុន្តែគាត់ក៏មិនបានទៅចាប់អារម្មណ៍ដែរដោយសារខ្មោចក្មេងម្នាក់ហ្នឹងក៏មិនបានទៅប៉ះពាល់កូនរបស់គាត់ដែរប៉ុន្តែគេមិនលេងឲ្យជាប់លាប់ទេណាហើយក្រោយមកទៀតមកគាត់ក៏យកកូនរបស់គាត់ទៅសាលាទៅរៀននៅសាលាទៅព្រោះសាលាក៏វាឆ្ងាយពីផ្ទះនៅជិតផ្សារនោះគាត់ជិះរាប់គីឡូណាប៉ុន្តែចេះតែយកទៅឲ្យផុតពីហ្នឹងហើយគាត់ថាពេលហ្នឹងក៏រស់នៅនឹងបានរហូតដល់សប្តាហ៍ថ្ងៃនេះគាត់ថាមកដល់សប្តាហ៍ថ្ងៃនេះក៏គាត់អត់បានជួបមកគ្រួសារដែលនៅផ្ទះហ្នឹងដែរអត់បានជួបទេហើយវាក៏ឡងគាត់នៅនឹងប្រហែលជាចូលជិត10ឆ្នាំជាងដែរគាត់ថាពេលហ្នឹងគឺចូលដំបងបានប្រហែលតែដល់ពេលក្រោយមកទៀតទៅគាត់ថាដូចជាពិស៊ាំជាមួយគ្នាបានណាដូចតែគេយល់ចិត្តគាត់យល់ចិត្តគេអញ្ចឹងគាត់ក៏មិនបានមកតេះទាលគេប៉ុន្តែដែលខ្លាំងបំផុតគឺខ្មោចនៅក្រោយផ្ទះហ្នឹងហ្មងគាត់ថាពេលហ្នឹងបើសិនជាមិនបានអ៊ំប្រុសម្នាក់ហ្នឹងជួយកម្ចាត់ទេប្រហែលជាពួកគាត់ក៏ពិបាករស់នៅនឹងដែរព្រោះលងសាហាវដែរហើយក៏សណ្ដំដល់ថ្នាក់យកគាត់យកទៅឲ្យចងកបងប្អូនចាំទេថាប្តីរបស់គាត់ចាប់ដៃជាប់បើសិនជាចាប់ដៃអត់ជាប់ប្រហែលជាខ្មោចមួយហ្នឹងយកគាត់ហ្នឹងយកទៅចងកដូចគ្នាហ្នឹងហើយទាំងអស់គ្នាហើយរឿងរ៉ាវបងមីគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានស្ដាប់របស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ